គាត់មកពីណាគាត់ស្អុយណាស់គាត់ប្រកាសជាពោពេញទៅដោយមេរោគគួរស្អប់ណាស់កុំយកអ្វីពីគាត់មកជួយខ្ញុំផងទៅឆ្ងាយRandy គឺខ្ញុំទេ Chase ហេតុអ្វីខ្ញុំត្រូវបានគេដេញចេញនេះជាផ្ទះរបស់ខ្ញុំ Chase វាធ្លាប់ជាផ្ទះរបស់អ្នកប៉ុន្តែដោយសារ Cody ចូលចិត្តវាយើងបានសម្រេចចិត្តឲ្យវាទៅគាត់លើពីនេះទៅទៀតអ្នកបានឆ្លងជំងឺខ្វក់នេះនៅតែគិតចង់នៅជាមួយយើងទៀតអញ្ចឹងឡានខ្ញុំនៅណាហើយលុយនៅក្នុងធនាគារបរទេសរបស់ខ្ញុំហេតុអ្វីបានជាពួកវាបាត់ដែរក៏ Cody ចូលចិត្តពួកវាដែរដូច្នេះយើងបានឲ្យគាត់ទាំងអស់ខ្ញុំជឿហើយឥឡូវនេះខ្ញុំនឹងខាត់បងយ៉ាងខ្លាំងបើគ្មានអ្វីសោះវាគ្មានអ្វីតាក់ទងនឹងយើងទេអ្នកទាំងពីរយើងបានធ្វើជំនួញជាមួយគ្នាតាំងពីរៀននៅមហាវិទ្យាល័យអស់រយៈពេល10ឆ្នាំបន្ទាប់ពីបង្កើត Jaeger Corp ខ្ញុំបានចែករំលែកផ្ទះរបស់ខ្ញុំលុយរបស់ខ្ញុំឡានរបស់ខ្ញុំនិងសូម្បីតែភាគហ៊ុនរបស់ខ្ញុំជាមួយអ្នកទាំងពីរមានសារៈសំខាន់បំផុតសម្រាប់ខ្ញុំហើយអ្វីបានជាអ្នកធ្វើដូចនេះចំពោះខ្ញុំអូបាទមានពាក្យមួយសម្រាប់មនុស្សដូចអ្នកមនុស្សគួរឲ្យអាណិតណាស់និយាយអញ្ចឹងវាមិនហៅថា Jaeger Corp ទៀតទេចាប់ពីថ្ងៃនេះទៅវាត្រូវបានបដូរឈ្មោះទៅជា Cody Corp មានពាក្យចាំអារម្មណ៍ថាឈ្មោះថ្មីឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ស្ថាបនិកទាំងពីរចំពោះប្រធានថ្មី Cody Mueller អ្នកបានបដូរឈ្មោះហើយ Cody ជាប្រធានថ្មីហេតុអ្វីព្រោះ Cody ចូលចិត្តវាខ្ញុំបានខំប្រឹងអស់ពីកម្លាំងដើម្បីប្រយោជន៍របស់ក្រុមហ៊ុននិងអ្នកទាំងពីរប៉ុន្តែអ្នកពិតជាបោះបង់ខ្ញុំចោលសម្រាប់លេខាធិការដូច Cody អ្នកទាំងពីរមិនចេះដឹងគុណតតែសោះCody តើអ្នកឈឺដៃទៅជូតដៃរបស់អ្នកគាត់ទៅខ្វក់ណាស់ឲ្យខ្ញុំប្រាប់អ្នកជំងឺដែលអ្នកហៅថាខ្ញុំបានឲ្យនរណាម្នាក់បំពុលអ្នកលើសពីនេះទៅទៀតស្ត្រីទាំងនោះពួកគេពិតជាគួរឲ្យពេញចិត្តទៅនរកបើខ្ញុំទទួលបានឱកាសមួយទៀតខ្ញុំនឹងមិនឲ្យអ្នកទាំងអស់គ្នារួចខ្លួនទេ Chase ឲ្យខ្ញុំប្រាប់អ្នកម្ដងចុងក្រោយបើអ្នកមិនឲ្យ Cody ចូលក្រុមប្រឹក្សាភិបាលទេ Mandy និងខ្ញុំនឹងខឹងខ្លាំងយើងនឹងខកចិត្តខ្លាំងតែអ្នកនឹងស្ដាយក្រោយខ្ញុំបានកើតជាថ្មីខ្ញុំបានត្រឡប់ទៅថ្ងៃដែលពួកគេចាប់ផ្ដើមរៀបផែនការប្រឆាំងនឹងខ្ញុំជាមួយ Cody Mandy បំភ្លេចចោលទៅកុំធ្វើឲ្យលោកជេគឺខឹងដោយសារខ្ញុំយ៉ាងណាក៏ដោយអ្នកទាំង3បានខំប្រឹងដើម្បីសាងចាក់ភពនេះអ្នកគឺជាគ្រួសារ Cody អ្នកជាអ្នកដែលយើងចាត់ទុកជាគ្រួសារបើឆេះបដិសេធមិនឲ្យអ្នកចូលក្រុមប្រឹក្សាភិបាលនោះបង្ហាញថាគាត់តូចចង្អៀតប៉ុណ្ណាគាត់មិនអាចទ្រាំមើលអ្នកថ្មីដែលមានទេពកោសល្យឡើងឋានៈតើអ្នកកំពុងនិយាយថាខ្ញុំច្រណែនចំពោះក្មេងប្រុសខ្ជិលនិងស្អាតនេះដែលមិនបានសូម្បីតែបញ្ចប់វិទ្យាល័យអ្នកមិនដឹងទេថា Cody ពិតជាល្អប៉ុណ្ណាគាត់ស្លូតត្រង់ចិត្តល្អនិងយកចិត្តទុកដាក់ទាំងនោះគឺជាគុណសម្បត្តិកម្រតែក្រុមហ៊ុនគ្មានបេះដូងរបស់អ្នកខ្វះខាតវាមិនអីទេអ្នកទាំងអស់គ្នានឹងបាត់ទៅឆាប់សរុបមកបើអ្នកចុះហត្ថលេខាលើនេះដើម្បីយល់ព្រម Cody ចូលរួមក្រុមប្រឹក្សាភិបាល Mandy និងខ្ញុំនឹងបំភ្លេចអំពីអ្នកធ្វើឲ្យយើងខឹងខ្ញុំខ្លាចធ្វើឲ្យអ្នកខឹងគាត់
ឆេអ្នកបានធ្វើឲ្យរ៉េននិងមេនឌីខឹងអ្នកនឹងអង្វរសុំការអភ័យទោសពីពួកគេនៅទីបញ្ចប់គ្រាន់តែប្រញាប់ចុះហត្ថលេខាក្នុងជីវិតមុនរបស់ខ្ញុំប្រហែលជាបានលុតជង្គង់នៅជើងពួកគេសូម្បីតែអ្នកបម្រើរបស់ខ្ញុំកំពុងនិយាយជាមួយខ្ញុំបែបនេះអ្នកល្ងងដែលជ្រៀតជ្រែកខ្ញុំពិតជាអត់លឺហើយឆ្មាំងយកគាត់ចេញពីទីនេះទៅយកគាត់ចេញទៅបាទលោកឆេឯងកំពុងធ្វើអីរ៉េនឆេមើលខ្លួនឯងទៅឯងយកកំហឹងទៅបង្ហាញលើអ្នកបម្រើព្រោះឯងច្រណែនដែលម៉ាន់ឌីនិងខ្ញុំរាក់ទាក់នឹងកូឌីឯងគ្មានចិត្តថតទេយើងរាក់ទាក់កូឌីព្រោះគាត់សមនឹងទទួលបានទេវតាដ៏បរិសុទ្ធនិងសប្បុរសដូចកូឌីគួរតែចូលក្រុមប្រឹក្សាគាត់សមនឹងទទួលបានអ្វីដែលល្អបំផុតឯងចង់យកលុយខ្ញុំទៅឧបត្ថម្ភប្រុសស្អាតរបស់ឯងមែនទេឆេហេតុអ្វីឯងនិយាយតែពីលុយឲ្យខ្ញុំប្រាប់ឯងទៅលុយមិនអាចទិញស្នេហ៍ពិតបានទេហើយក៏មិនអាចទិញសេចក្តីស្រឡាញ់និងការគោរពតែម៉ាន់ឌីនិងខ្ញុំមានចំពោះកូឌីទេមនុស្សឆ្លើយដែលគិតតែពីលុយដូចឯងមិនដែលយល់ទេថាស្នេហ៍ពិតជាអ្វីនោះមែនត្រឹមត្រូវហើយលុយមិនមែនជាអ្វីទាំងអស់ទេតាមពិតវាមិនអាចទិញស្នេហ៍បានទេក្នុងជាតិមុនហេតុអ្វីបានជាខ្ញុំទៅស្រឡាញ់ស្រីទាំងនេះកូឌីថ្ងៃនេះខ្ញុំនឹងជាអ្នកសម្រេចចិត្តវីឡានេះជារបស់ហែងចាត់ទុកវាជាកាដូសុំទោសពីឆេះទៅរ៉េនការតុបតែងវីឡានេះអីគួរឲ្យអស់សង្ឃឹមណាស់គ្រាន់តែបង្ហាញថាមានលុយតែគ្មានរសជាតិទេចៃដនផ្ទះដេញថ្លៃព្រះច័ន្ទទើបតែផ្ញើការអញ្ជើញមកក្រុមហ៊ុនយើងសម្រាប់ការដេញថ្លៃកម្រិតខ្ពស់យើងនឹងនាំអ្នកទៅទីនោះតោះប្រើប្រាក់របស់ក្រុមហ៊ុនលើកនេះយើងនឹងយករបស់មានតម្លៃដែលមានរសជាតិមកផ្លាស់ប្ដូរកន្លែងនេះទាំងស្រុងម៉ាន់ឌីរ៉េនអ្នកល្អជាមួយខ្ញុំពេកហើយឆេះចំណែកឯងវិញនៅទីនេះហើយគិតពីខ្លួនឯងទៅបើមិនអញ្ចឹងទេកុំសង្ឃឹមថាយើងនឹងរាក់ទាក់នឹងឯងទៀតឡើយទៅក្នុងជាតិនេះដោយសារអ្នកទាំងពីរនៅតែគិតថាខ្លួនឯងធំដូច្នេះខ្ញុំនឹងប្រើការដេញថ្លៃនេះដើម្បីបង្ហាញអ្នកថាការវិនិច្ឆ័យទាំងស្រុងគឺយ៉ាងម៉េចកូឌីមើលនេះអស្ចារ្យណាស់មែនទេក្រោយមកយើងនឹងដេញថ្លៃអ្វីក៏បានដែលតាក់ទាញចំណាប់អារម្មណ៍របស់អ្នកយោពូមឆេអ្វីដែលនាំអ្នកមកទីនេះម្ដេចក៏គាត់មកទីនេះគាត់ប្រហែលជាដឹងថាគាត់ធ្វើឲ្យកូឌីអន់ចិត្តថ្ងៃនេះដូច្នេះគាត់មកទីនេះដើម្បីសុំទោសប៉ុន្តែឥឡូវនេះអ្នកគួរតែផ្ដល់អាទិភាពដេញថ្លៃអ្វីដែលកូឌីចូលចិត្តយល់ទេច្បាស់ណាស់បើអ្នកថាអញ្ចឹងមកឆាប់អ្នកនឹងត្រូវចំណាយចំពោះអ្វីដែលអ្នកបានធ្វើចំពោះខ្ញុំក្នុងជីវិតមុនរបស់ខ្ញុំឆេថ្មីនេះអ្នកបានធ្វើសកម្មភាពក្លាហានខ្លះអ្នកកំពុងមានសំណាងពិតជាគួរឲ្យចាប់អារម្មណ៍សម្រាប់យុវជនម្នាក់លោកគ្រីមអ្នកមានចិត្តល្អពេកបើប្រៀបធៀបនឹងអ្នកខ្ញុំនៅតែជាអ្នកថ្មីរ៉េនម៉ាន់ឌីឆេះនៅតែគិតថាអាចតាមរកអ្នកមានខ្ញុំនៅទីនេះគ្មានបរិះណាអាចចូលចិត្តអ្នកបានទេបរិះចំណាស់មើលអ្វីយុវជនប្រយ័ត្នមាត់អ្នកនៅតែមើលបើអ្នកនៅតែមើលពួកគេខ្ញុំនឹងបង្រៀនអ្នកលោកគ្រីមមកកូឌីនោះពិតជាក្តៅគុកក្លាហានណាស់អ្នកពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ពីមុនពិតប្រាកដមានតែបុរសដែលមានចិត្តបរិសុទ្ធដូចអ្នកទេដែលឈរការពារយើងមិនដូចអ្នកអតីតតែចេះតែផ្គប់ចិត្តមើលអ្វីខ្ញុំកំពុងនិយាយពីអ្នកឆេះដោយវិធីនេះហេតុអ្វីក៏កៅអីយើងនៅជួរទី2យើងចង់នៅខាងមុខរៀបចំវ៉ាឲ្យយើងភ្លាមនារីទាំងឡាយនេះជាការដេញថ្លៃផ្ដាច់មុខកៅអីត្រូវបានកំណត់យ៉ាងតឹងរ៉ឹងតាមឋានៈអ្នករៀបចំបានធ្វើការលើកលែងពិសេសសម្រាប់លោកចាគឺដូច្នេះអនុញ្ញាតឲ្យអ្នកអង្គុយនៅជួរទី2
មិនអាចទេហើយអ្វីបរោះចំណាស់នោះអង្គុយជួមុខតើគាត់ជាអ្នកមានធំមែនទេអ្នកគ្រាន់តែមើងងាយអ្នកដទៃ មិនត្រឹមតែលោកគ្រីមជាប្រធានក្រុមហ៊ុនកំពូលប៉ុន្តែគាត់ក៏ជាអ្នកដេញថ្លៃ ឈប់និយាយឥតប្រយោជន៍ចេញពីផ្លូវខ្ញុំ ឆេះយើងនាំកូឌីមកទីនេះដើម្បីឲ្យគាត់សប្បាយនឹងធ្វើជាតារានៃកម្មវិធីជួរទី2ពិតឬឈប់ធ្វើពុតប្រញាប់រកវិធីដោះស្រាយរឿងនេះ ខ្ញុំគិតថាគាត់ចង់ដោះស្រាយដោយខ្លួនឯងបរោះចំណាស់ឈប់ផឹកចេញទៅហើយទុកជួមុខឲ្យយើងអ្នកកំពុងរករឿងឬតើអ្នកកំពុងរករឿងមែនទេតើអ្នកកំពុងធ្វើអ្វីរ៉េងម៉ាន់ឌី លែងទៅកូឌីឯងមិនអីទេ ខ្ញុំមិនអីទេរ៉េនម៉ាន់ឌីមិនថាមានរឿងអីក៏ដោយបរោះចាស់ទាំងនេះត្រូវតែទុកជួមុខសម្រាប់យើងឯងមិនស្គាល់ខ្ញុំទេអ្នកណាខ្វល់ ឯងកំពុងធ្វើអីបរោះចាស់ពេលឯងចូលមកភ្លាមឯងកំពុងសម្លឹងមើលពួកយើងឥឡូវឯងត្រូវគេចាប់បានឯងចង់បិទមាត់ពួកយើងដោយអំពើហិង្សាមែនទេឯងចាស់រឹងរូសឯងមិនបានដូចចិត្តឥឡូវឯងចង់វាយពួកយើងច្បាប់វិញ ខ្ញុំលោកគ្រីមក្មេងទាំងនេះក្រាស់ក្រែលណាស់តើពួកគេអាចជាអ្នកស្នងរាជសម្ងាត់នៃគ្រួសារអភិជនសម្ងាត់យើងគ្រាន់តែទ្រាំចុះយើងនឹងចាំមើលអញ្ចឹងក្មេងរពីសរឿងមិនមែនតែងតែទៅតាមចិត្តអញទេចាំមើលទៅឆ្ងាយទៅវាគិតថាវាជាអ្នកណា ឯងក៏គូក្រោកដែរ គួរឲ្យអស់សំណើចកៅអីជួមុខស្រួលណាស់សំបីតែខ្យល់មានអារម្មណ៍ស្រស់ កូឌីឯងមិនបានដកថយពេលប្រឈមមុខនឹងបរោះចាស់ដែលគំរាមកំហែងទាំងនោះឯងធ្វើឲ្យពួកយើងមានមោទនភាព បរោះចាស់ដែលឯងនិយាយគឺ Lester Cream គាត់មិនត្រឹមតែជាអ្នកវិនិយោគនៃផ្ទះលក់ដេញថ្លៃទេប៉ុន្តែគាត់ក៏មានឥទ្ធិពលក្នុងរង្វង់ច្បាប់និងឧក្រិដ្ឋនិយាយពីការប្រថុយប្រឋានអ្នកទាំងអស់គ្នាមិនដែលធ្វើឲ្យខកចិត្តទេ ភ្ញៀវសំខាន់សូមបន្តិចការដេញថ្លៃនឹងចាប់ផ្ដើមឥឡូវនេះសូមអង្គុយបង្ហាញវត្ថុដំបូងដែលនឹងដេញថ្លៃថ្ងៃនេះវាជាសត្វកង្កែបមាសធ្វើដោយដៃធ្វើដោយវិចិត្រក៏ល្បីការដេញថ្លៃចាប់ផ្ដើមនៅ$5 លានវាជាគ្រឿងសំណាងកូឌីវាត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ឯងយើងត្រូវតែយកវា រ៉េងវាតើនេះមិនថ្លៃពេកទេខ្ញុំគ្មានលុយច្រើននោះទេ កូឌីឆោតល្ងងក្រុមហ៊ុនមានលុយច្រើនឆេះនឹងចេញលុយឲ្យត្រឹមត្រូវកូឌីចេះធ្វើឲ្យឯងខឹងថ្ងៃនេះមែនទេល្អឥតខ្ចោះគាត់នឹងចេញលុយឲ្យឯងខ្ញុំភ្នាល់ថាគាត់រីករាយណាស់តែគាត់បានចេញលុយឲ្យឯង ខ្ញុំជាអ្នកចេញលុយតើខ្ញុំអាចសប្បាយចិត្តយ៉ាងដូចម្ដេច ឥឡូវអីបើឯងចេញលុយឲ្យកូឌីគាត់នឹងសប្បាយចិត្តបើគាត់សប្បាយចិត្តពួកយើងក៏សប្បាយចិត្តអស់រយៈពេលប៉ុន្មានឆ្នាំនេះឯងបានធ្វើអ្វីគ្រប់យ៉ាងដែលឯងអាចធ្វើបានដើម្បីធ្វើឲ្យខ្ញុំនិងរ៉េនសប្បាយចិត្តឥឡូវនេះឯងអាចធ្វើឲ្យពួកយើងសប្បាយចិត្តទៅចំណាយលុយខ្លះឯងមិនគួរសប្បាយចិត្តទេមិនមែនទេ ខ្ញុំសប្បាយចិត្តឃើញពីរបៀបដែលឯងកំពុងតែនាំគ្នាបំផ្លាញខ្លួនឯងខ្ញុំពិតជារំភើបណាស់ពេលឃើញអ្នកនឹងបំផ្លាញខ្លួនឯងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់$5 លាន$5 លានតុលាតង់ទី1 $6 លាន យើងមាន$6 លានមានអ្នកដេញថ្លៃខ្ពស់ជាងទេ$7 លាន$8 លានចាស់ហើយខ្ញុំទើបតែបង្រៀនមេរៀនមួយដល់អ្នកចង់បានទៀតទេអ្នកកំពុងព្យាយាមដណ្ដើមយករបស់នេះពីខ្ញុំមែនទេបន្តទៅកាន់តែប្រថុយកាន់តែល្អដោយសារនេះជាការដេញថ្លៃអ្នកដេញថ្លៃខ្ពស់ជាងគេឈ្នះអ្នកមិនដឹងទេថារ៉េងមានលុយប៉ុណ្ណានិងមែនទេខ្ញុំប្រាប់អ្នកកំចាត់មនុស្សចាស់ដូចអ្នកងាយស្រួលជាងជន់ស្រមោចទៅទៀតខ្ញុំមិនបានធ្វើដោយចិត្តណាទេវាធ្លាក់ដោយខ្លួនឯង វត្ថុទាំងនេះមានតម្លៃសរុបជាង$10 លាន មែនទេរ៉េង ហេតុអ្វីភ័យមើលខ្លួនឯងទៅវាគ្រាន់តែមានតម្លៃ$10 លានមែនទេអ្នកពិតជាគិតថាយើងជាមនុស្សខេតដែលមិនអាចទិញរបស់ទាំងអស់នេះបានមែនទេកុំខ្លាច Sorry បើមានអ្វីខុសយើងនៅទីនេះសម្រាប់អ្នក Chase មកទីនេះថ្ងៃនេះគ្រាន់តែប្រាក់ហោប៉ៅគាត់នឹងចេញលុយហេតុអ្វីអ្នកមិនរើប្រញាប់ខ្ចប់របស់ដែលខូចទាំងអស់នៅលើឥដ្ឋដោយសារ web នេះនឹងចេញលុយយើងនឹងធ្វើតាមអ្នកនិយាយការដេញថ្លៃនឹងបន្ត Rainy Randy អ្នកល្អជាមួយខ្ញុំពេក
ខ្ញុំមិនដឹងសោះថាតើខ្ញុំអាចសងគុណអ្នកដោយរបៀបណាអូត្រូវហើយខ្ញុំមិនដឹងថាត្រូវអរគុណលោក Jagger ដោយរបៀបណាចំពោះចិត្តសប្បុរសរបស់គាត់យើងជាគ្រួសារមិនចាំបាច់សងគុណយើងទេចំណែក Chase វិធីល្អបំផុតដែលអ្នកអាចសងគុណគាត់គឺត្រូវទទួលការងាររបស់គាត់និងគ្រប់គ្រងក្រុមហ៊ុន Jagger Corp អញ្ចឹងក្នុងករណីនោះសូមអរគុណជាមុនលោក Jagger អ្នកអរគុណខ្ញុំកុំអរគុណខ្ញុំឆាប់ពេកកៅអីនេះមើលទៅស្រួលអង្គុយអ្នកអាចមើលឃើញទិដ្ឋភាពល្អដែរហេតុអ្វីគ្មាននរណាម្នាក់នៅទីនេះកុំធ្វើបែបនោះតើគាត់ចេញលុយឲ្យអ្វីទាំងអស់មែនទេបងប្រាក់សម្រាប់អ្វីទាំងអស់លោកសូមក្រោកឡើងឥឡូវនេះមិនមែនអ្នកណាម្នាក់អាចអង្គុយនៅទីនោះបានទេតើកៅអីនេះមានអ្វីតើវាធ្វើពីមាសទេតើវាមានបន្លាត់ទេហេតុអ្វីខ្ញុំមិនអាចអង្គុយនៅទីនេះវាគ្រាន់តែជាកៅអីឈួតមួយ Cody សម្រាប់ឲ្យអង្គុយឲ្យរឹងប្រសិនបើមានអ្វីខុសយើងនៅទីនេះសម្រាប់អ្នកក្មេងខូចអ្នកមិនដឹងអ្វីទាំងអស់អំពីអ្នកដេញថ្លៃវេបតែអ្នកហ៊ានអង្គុយនៅទីនេះគ្មានអ្នកណាអាចការពារអ្នកពីភាពល្ងងរបស់អ្នកឡើយទោះបីអ្នកមកពីគ្រួសារអ្នកមានគ្រួសារអ្នកទាំងមូលនឹងត្រូវចូលរួមក្នុងរឿងនេះលោកសូមក្រោកឡើងប្រសិនបើអ្នកមិនវានឹងយឺតពេលអ្នកអង្គុយលើកៅអីនោះអ្នកនឹងក្លាយជាអ្នកដេញថ្លៃវេបនៃការដេញថ្លៃនេះមិនថាការដេញថ្លៃឡើងខ្ពស់ប៉ុណ្ណាទេអ្នកដេញថ្លៃវេបនឹងចេញប្រាក់ប្រសិនបើអ្នកមិនអាចចេញប្រាក់បានអ្នកមិនអាចចាក់ចេញបានទេលោកអ្នកបានឬគាត់ប្រសិនបើអ្នកមិនក្រោកវាពិតជាយឺតពេលហើយវាគ្រាន់តែជាលោតដេញថ្លៃទាំងនេះមែនទេយើងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមួយតែមានតម្លៃរាប់រយលានមិនចាំបាច់ឲ្យអ្នកបង្ករឿងធំទេ Cody គ្រាន់តែសម្រាប់ឲ្យអង្គុយចុះប៉ុន្មានឆ្នាំនេះឆេះតែងតែធ្វើតាមអ្វីដែលយើងនិយាយបើការចំណាយលុយអាចធ្វើឲ្យយើងសប្បាយគាត់នឹងចំណាយរាល់ប្រាក់កាក់ដែលគាត់មានបាទបើ Cody ចង់អង្គុយទុកឲ្យគាត់ទៅអូខេខ្ញុំមិនអាចរងចាំបានទេដើម្បីឃើញទឹកមុខអ្នកពេលដែលអ្នកទទួលវិក័យប័ត្រអ្នកទាំងអស់គ្នាសូមឲ្យខ្ញុំបញ្ជាក់ម្ដងទៀតពេលអ្នកអង្គុយនៅទីនោះបើអ្នកមិនអាចបង់ប្រាក់សម្រាប់អ្វីទាំងអស់កុំគិតពីការចាក់ចេញកន្លែងនេះដោយឥតមានរបួសឈប់ព្យាយាមបន្លាចយើងបានសម្រេចចិត្តថានឹងក្លាយជាអ្នកដេញថ្លៃវិថ្ងៃនេះល្អក្នុងករណីនោះតោះចាប់ផ្ដើមមើលថាគ្រួសារអ្នកមានប៉ុណ្ណាបង្ហាញវត្ថុទី2ឡើងដេញថ្លៃដំបងមាសចាប់ផ្ដើមពី$8 លាន$8 លាន$12 លាន$30 លាន$50 លាន$50 លាន$200 លានលោកបានបង្ហាញវត្ថុទី3ឡើងដេញថ្លៃ$8 លានពីខ្ញុំ$8 លានម្ដង$12 លាន$50 លានអ្នកវិបទាំងអស់គ្នាជាទីគោរពនេះគឺជាវត្ថុដែលបានដេញថ្លៃទាំងអស់ថ្ងៃនេះសរុបគឺ$530 លានហើយអ្វីត្រូវឆ្លងកាត់បញ្ហាទាំងអស់នេះគិតថាយើងមិនអាចចេញលុយបានស្ងប់ស្ងាត់នាងវាគ្រាន់តែជានីតិវិធីដែលជាផ្នែកនៃពិធីការសុវត្ថិភាពរបស់យើងឆេះហើយអ្វីអ្នកនៅតែអង្គុយនៅទីនោះបើអ្នកពិតជាចង់សងយើងប្រញាប់មកទីនេះហើយចេញលុយឈប់និយាយរអាអ្នកចង់ឲ្យខ្ញុំចេញលុយអ្នកគឺជាអ្នកទិញហើយអ្វីបានជាខ្ញុំត្រូវចេញលុយឆេះតើអ្នកនិយាយអីអ្នកមិនបង់ប្រាក់ទេខ្ញុំទើបតែរីករាយនឹងការដេញថ្លៃដ៏អស្ចារ្យពីកន្លែងអង្គុយរបស់ខ្ញុំហេតុអីខ្ញុំត្រូវបង់ត្រឹមត្រូវបើអង្គុយនេះមានន័យថាត្រូវបង់តើមានន័យថាអ្នកទាំងអស់គ្នាត្រូវចេញថ្លៃឲ្យអ្នកត្រឹមត្រូវហើយគាត់និយាយត្រូវពិតប្រាកដឈប់ឆេះអ្នកមិនក្មេងពេកទេអ្នកខឹងនឹងខ្ញុំនឹងរែងដូច្នេះអ្នកប្រើល្បិចចង្វាក់នេះដើម្បីទាញចំណាប់អារម្មណ៍យើងមែនឆេះតើអ្នកគិតថាការធ្វើបែបនេះនឹងធ្វើឲ្យខ្ញុំនិងម៉ាន់ឌីចូលចិត្តអ្នកថែមប្រញាប់បងជាមួយកាតក្រុមហ៊ុនបើអ្នកលេងជាមួយយើងដោយមិនបង់ប្រាក់វានឹងធ្វើឲ្យយើងឃ្លាតឆ្ងាយជាងនេះអ្នកណាថាខ្ញុំនិយាយលេងថាមិនបងអ្នកនិយាយអីទៅណានាងស្រីលោកជំនុំជម្រះតើខ្ញុំត្រូវបងទេមិនបាច់បងទេបុរសនេះស្ម័គ្រធ្វើជាអ្នកដេញថ្លៃពិសេសហើយនាងទាំងពីរនិយាយថានឹងចេញថ្លៃហេតុអីអ្នកត្រូវបងឆេះអ្នកពិតជាឲ្យយើងបងមែនតើស្ត្រីទាំងពីរនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចេញថ្លៃឲ្យគេអៀនណាស់គេគ្រាន់តែជាស្រីរាប់ទ្រព្យខ្ញុំភ្នាល់ថាគេសន្យាចេញថ្លៃឲ្យប្រុសស្អាតប៉ុន្តែសូម្បីតែលុយក៏គ្មានសម័យនេះមានស្រីរាប់ទ្រព្យកាន់តែច្រើនអ្នកស្រែកអីពួកចាស់រឹង
អ្នកគិតថាយើងពឹងលើប្រុសដោយសារយើងក្មេងហើយស្អាតមែនគួរឲ្យស្អប់ម៉ាន់ឌីប្រាប់ពួកគេថាយើងជានរណាយើងជាស្នូលរបស់ក្រុមហ៊ុនយើងជាអ្នកបង្កើតតម្លៃពិតប្រាកដយើងជាស្ត្រីឯករាជ្យសម័យទំនើបដូច្នេះបំភ្លេចទស្សនៈចាស់របស់អ្នកយើងមានលុយយើងមិនត្រូវការពឹងលើនរណាទេនាងស្រីទាំងពីរតើអ្នកត្រៀមខ្លួនបងហើយឲ្យមកម៉ាន់ឌីអញ្ចឹងតោះបងជាមួយការក្រុមហ៊ុនបន្តអ្នកទាំងនេះនឹងឃើញថាយើងជានរណាសម្ដុលឲ្យមិនគ្រប់ការទូទាត់បរាជ័យស្ត្រីទាំងឡាយការទូទាត់របស់អ្នកបរាជ័យអីវាបរាជ័យតើអាចទៅរួចដូចម្ដេចមែនឌីពិនិត្យអកម្មនីក្រុមហ៊ុនយើងខ្ញុំភ្នាល់ថាវាជាការយឺតយ៉ាវនៃប្រព័ន្ធ$3,000កាតរបស់ក្រុមហ៊ុនបន្ទាប់មកនៅសល់តែ$3,000ទេមិនអាចទៅរួចទេមិនអីទេខ្ញុំយល់ហើយ Chase អ្នកច្បាស់ជាបានប្រើតំណែងជាប្រធានដកប្រាក់ទាំងអស់ពីក្រុមហ៊ុនគ្រាន់តែឲ្យ Mandy និងខ្ញុំត្រូវចុះចាញ់អ្នកមធ្យោបាយយកខ្វក់ណាស់ Chase ស្ដាប់នេះទោះបីអ្នកប្រើមធ្យោបាយទាបហើយយកប្រាក់យើង Rain និងខ្ញុំនឹងមិនចុះចាញ់ឡើយមិត្តភាពយើងជាមួយ Chody ពូពីលុយមនុស្សខូចខើដូចអ្នកតែខ្វល់តែពីលុយមិនដែលយល់ឡើយរឿងខ្លះមិនអាចទិញបានទោះបីមានលុយទាំងអស់ក្នុងโลกនេះខ្ញុំពិតជាចាប់អារម្មណ៍នឹងទំនុកចិត្តរបស់អ្នកណាប្រាប់ថាខ្ញុំយកលុយពីគណនីក្រុមហ៊ុនបន្ទាប់ហេតុអ្វីមិនសួរខ្លួនឯងពេលណាដែលក្រុមហ៊ុនបន្ទាប់របស់អ្នកធ្លាប់មានលុយមានន័យដូចម្ដេចមែនឌីកុំស្ដាប់គាត់ខ្ញុំនឹងទូរស័ព្ទទៅកណេឲ្យកដើម្បីយកប្រវត្តិប្រតិបត្តិការក្រុមហ៊ុនខ្ញុំចង់ឃើញអ្នកបដិសេធការពិតប្រាកដសួស្ដីសូមពិនិត្យកណនីក្រុមហ៊ុនយើងមើលថា Chase បានផ្ទេរប្រាក់ចេញប៉ុន្មានថ្ងៃមុនតើអាចនៅសល់តែ$3,000ដូចម្ដេចបាទស៊ើបអង្កេតមើល Chase ចាំមើលពេលខ្ញុំបានផុសតាងខ្ញុំចង់ឃើញអ្នកពន្យល់ពេលនោះទោះអ្នកចាប់ផ្ដើមអង្វរសុំការអភ័យទោសខ្ញុំមិនដែលព្រមឡើយអ្នកស្រី Martin ក្រុមហ៊ុនបន្ទាប់យើងតែងតែមានលុយតែប៉ុន្មាន$ប៉ុណ្ណោះអ្នកថាអីតើអ្នកនិយាយអ្វីមិនអាចទៅរួចទេប៉ុន្មានឆ្នាំនេះក្រុមហ៊ុនបានរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់ Cody ហេតុអ្វីយើងគ្មានលុយការកើនឡើងយ៉ាងឆាប់រហ័សតើអ្នកមិនបានឲ្យប្រុសស្អាតនោះប្រើប្រាស់ថវិកាក្រុមហ៊ុនសម្រាប់3ដំណើររកសាងក្រុមក្រោមការក្លែងបន្លំថាកំពុងកែតម្រង់ក្រុមហ៊ុនប៉ុន្មានឆ្នាំមុនអ្នកមិនទាំងបានបិទកិច្ចព្រមព្រៀងមួយផងតើអ្នកដឹងទេខ្ញុំបានប្រើប្រាស់លុយផ្ទាល់ខ្លួនដើម្បីចំណាយលើការចំណាយរបស់អ្នកនិងជួយសង្គ្រោះអ្នកពីភាពអាម៉ាស់អ្វី Chase អាជីវកម្មរបស់អ្នកកំពុងដំណើរការល្អហើយអ្នកជាបរិសុទ្ធសម្រុំម្នាក់ប៉ុន្តែអ្នកពិបាកក្នុងការវិតម្លៃមនុស្សណាស់អ្នកពិតជាឲ្យតម្លៃស្ត្រីល្ងង់និងអាក្រក់ទាំងពីរនេះក្នុងជីវិតនេះស្ត្រីទាំងនេះគ្មានតម្លៃអ្វីសម្រាប់ខ្ញុំទេ Chase ហេតុអ្វីបានជាក្រអឺតក្រទុំអ្នកសុខចិត្តចំណាយលើការចំណាយរបស់យើងលើពីនេះទៀតវាគ្រាន់តែជាការខាតបង់តូចមួយសម្រាប់ក្រុមហ៊ុនសាខាវាដោយសារតែ Cody មានចិត្តល្អហើយគាត់មិនមែនជាមូលធននិយមគ្មានបេះដូងដូចអ្នកទេត្រឹមត្រូវហើយខ្ញុំមានអំណរគុណចំពោះរឿងនោះល្អលោកស្រីសូមឲ្យស្ត្រីដ៏គួរឲ្យគោរពទាំងពីរនេះបងវិក័យបាត់សូមបងប្រាក់ Chase តើអ្នកនិយាយអ្វីតើអ្នកមិនចង់បងទេ Chase បើអ្នកនៅតែបន្តធ្វើបែបនេះ Rain និងខ្ញុំនឹងមិនអត់ទោសឲ្យអ្នកឡើយយើងអាចនឹងចាក់ចេញពីអ្នកហើយអ្នកនឹងមិនអាចរកយើងឃើញទៀតទេបន្ទាប់ពីយូរមកអ្នកនៅតែព្យាយាម Chase បងប្រាក់អៀនខ្មាស់ណាស់ខ្ញុំមិនដែលឃើញអ្នកហូបឥតសំណងធ្វើដូចជារឹងមាំបែបនេះទេខ្ញុំដឹងហើយតើអ្នកដឹងអ្វី Chase បានដេញតាមយើងអស់10ឆ្នាំហើយគាត់តែងតែរកវិធីធ្វើឲ្យយើងសប្បាយរីករាយយើងកំពុងផ្ដល់រង្វាន់ដល់គាត់ដោយឲ្យគាត់ចំណាយឲ្យយើងមិនទាំងយកលុយពីអ្នកដទៃទេមើលថាតើយើងមិនបានសុំលុយអ្នកទេ Rain Mandy ខ្ញុំដឹងខ្ញុំជាហេតុផលដែលគាត់ខឹងជាមួយអ្នកទាំងពីរនោះហើយជាមូលហេតុដែលគាត់រងចាំហើយមិនចង់បងចុះបើខ្ញុំសុំទោសចំពោះលោកចាយើសុំទោសដើម្បីអ្វី Chase មើលឲ្យច្បាស់
ទោះបីគ្មានអ្នកក៏ដោយយើងអាចចំណាយដោយខ្លួនឯងបានយកអ្វីទាំងអស់មកឲ្យខ្ញុំអ្នកស្រី Quentin អ្នកស្រី Martin យើងមកដល់ហើយ នោះមិនមែនជាអ្នកបម្រើស្រីនិងអ្នកបើកបររបស់ខ្ញុំទេ អ្នកបានយកវាមកទាំងអស់បាទខ្ញុំបានយករបស់ប្រមូលទាំងអស់របស់ Chase និងគ្រឿងអលង្ការពីសុវត្ថិភាពរបស់គាត់ ខ្ញុំក៏បានយកឯកសារកម្មសិទ្ធិរបស់ Chase មកដែរខ្ញុំក៏ដូចគ្នានេះជាកូនសោរបស់ឡានប្រណិតរបស់ Chase ទាំងអស់នៅទីនេះ ល្អណាស់ជាមួយអ្វីទាំងអស់នេះខ្ញុំនឹងមានលុយគ្រប់គ្រាន់សម្រាប់បង់ប្រាក់ចំពោះចំនួនដែលនៅសល់ចាត់ទុកថាជាប្រាក់រង្វាន់ អ្នកកំពុងប្រើរបស់ខ្ញុំដើម្បីសងបំណុលអ្នកឈួតហើយ Chase ខ្ញុំមិនចង់រិះគន់អ្នកទេអ្នកមិនយល់ទេវាគ្រាន់តែជាគ្រឿងអលង្ការខ្លះប្រសិនបើអ្នកប្រមាថអ្នកស្រី Quentin និងអ្នកស្រី Martin ថ្ងៃនេះការអង្វរពួកគេក្រោយមកនឹងមិនមានប្រយោជន៍ទេ ផ្ទះទាំងនេះវាគ្រាន់តែជាទ្រព្យសម្បត្តិប៉ុន្តែការជួយអ្នកស្រី Quentin និងអ្នកស្រី Martin នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អអ្នកគួរតែសប្បាយចិត្តពិតប្រាកដណាស់អ្នកមិនអាចបើកឡានទាំងអស់នេះបានទេយើងបានសម្រេចចិត្តជំនួសអ្នកជាអ្នកបម្រើរបស់ខ្ញុំអ្នកបម្រើស្រីនិងអ្នកបើកបរហ៊ានមកសម្រេចចិត្តជំនួសខ្ញុំ អ្នកស្រី Martin ខ្ញុំមិនអាចធ្វើការងារផ្ទះទាំងអស់នេះរួចទេតើខ្ញុំអាចយកមិត្តភ័ក្តិពីរ3នាក់មកចូលរួមជាអ្នកបម្រើស្រីដែរបានទេ ខ្ញុំក៏មានកូនប្រុស2នាក់ដែរពួកគេបានបញ្ចប់ការសិក្សាហើយតែរកការងារមិនបានតើពួកគេអាចមកដែរបានទេខ្ញុំក៏ដែរប្រពន្ធខ្ញុំតានតឹងចិត្តព្រោះគ្មានការងារធ្វើ យល់ព្រមគ្មានបញ្ហាទេអ្នកគិតច្រើនណាស់មិនដូចអ្នកអតីចិត្តរឹងណាស់ ដូច្នេះពួកគេកំពុងព្យាយាមផ្គប់ចិត្តជាមួយវេងនិងម៉ែនីអស់រយៈពេលជាច្រើនឆ្នាំមកនេះស្នេហារបស់ខ្ញុំចំពោះពួកគេប្រកាសជាមើលទៅគួរឲ្យអាណិតណាស់នោះហើយជាមូលហេតុដែលបុគ្គលិករបស់ខ្ញុំមានក្លាហានសម្រេចចិត្តជំនួសខ្ញុំដាក់របស់ខ្ញុំចុះ Chase តើអ្នកមិនដឹងថាអ្វីល្អសម្រាប់អ្នកទេស្ដាប់ខ្ញុំសុំទោសខណៈដែលអ្នកនៅមានឱកាសពួកគេជាស្ត្រីដែលមានចិត្តល្អអ្នកណាដឹងពួកគេប្រហែលជាអត់ទោសអ្នកប្រសិនបើអ្នកបន្តធ្វើរឿងអាស្រូវអ្នកនឹងធ្វើឲ្យពួកគេខឹងយ៉ាងខ្លាំងពេលនោះសូម្បីតែយើង3នាក់ក៏មិនអាចជួយអ្នកបានដែរ ខ្ញុំជាប្រធានគ្រួសារហើយអ្វីបានជាខ្ញុំត្រូវការបុគ្គលិករបស់ខ្ញុំមកជួយខ្ញុំប្រគល់វាមកក្នុងនាមជាអ្នកចាស់ទុំរបស់អ្នកយើងនឹងជួយពួកគេបង្រៀនមេរៀនដល់អ្នកគ្មានគុណណាស់អ្នកហួសហេតុពេកហើយអ្នកកំពុងរស់នៅលើអាហារនិងលុយរបស់ខ្ញុំនៅក្នុងផ្ទះខ្ញុំសូម្បីតែឆ្កែយាមក៏ចេះដឹងថាអ្នកណាជាម្ចាស់របស់វាឯអ្នករាល់គ្នាមិនចេះទេចាប់ពីពេលនេះទៅអ្នកទាំងអស់គ្នាត្រូវបានបណ្ដេញចេញធ្វើបានល្អនោះជាវិធីដោះស្រាយជាមួយជនក្បត់ កញ្ញាសូមកុំបណ្ដេញពួកយើងសូមកុំបណ្ដេញពួកយើង Chase តើអ្នកហ៊ានបណ្ដេញពួកគេទេ មានអ្វីទៀតតើខ្ញុំត្រូវការអនុញ្ញាតពីអ្នកដើម្បីបណ្ដេញអ្នកដែលក្បត់ខ្ញុំទេ Chase អ្នកឈួតហើយតើអ្នកអាចខូខើដូចនេះរហូតដល់បណ្ដេញអ្នកដែលបានបម្រើគ្រួសារអ្នកយូរមកហើយទេចិត្តរឹងណាស់ Chase បើអ្នកហ៊ានបណ្ដេញពួកគេ Rain និងខ្ញុំនឹងមិននៅជាមួយអ្នកទៀតទេ តើនោះមិនមែនជាដំណឹងល្អបន្ថែមទៀតទេ អ្នក បណ្ដេញអ្នកទាំងអស់ដែល Manny និង Rain ធ្លាប់បានជួលហើយបិទកាតចូលរបស់ពួកគេផងចាប់ពីពេលនេះទៅខ្ញុំមិនចង់ឃើញពួកគេនៅក្នុងផ្ទះខ្ញុំទៀតទេ បិទកាតចូលរបស់យើងទេ Chase ឯងឈួតហើយមែនទេ Chase កុំគិតថាខ្ញុំភ្លេចពីរបៀបដែលឯងអង្វរនៅមុខផ្ទះយើងរយៈពេល3ថ្ងៃកាលពីពេលនោះឯងប្រាប់យើងថាឯងឯកាប៉ុណ្ណាយើងអាណិតឯងទើបយើងផ្លាស់ចូលមកនៅជាមួយឯងមិនថាផ្ទះឯងធំប៉ុណ្ណាទេបើគ្មានយើងជួយបំភ្លឺទេវាគ្មានអ្វីក្រៅពីភ្នោទេខ្ញុំយល់ហើយឯងកំពុងជ្រើសរើសល្បិចថោកទាបឯងបដិសេធមិនព្រមបង់លុយគ្រាន់តែចង់ទាញចំណាប់អារម្មណ៍ខ្ញុំនឹងរែងឥឡូវឯងកំពុងសម្ដែងធ្វើហាក់ដូចជាចង់បណ្ដេញយើងចេញឯងគ្រាន់តែច្រណែនដែលយើងល្អជាមួយ Terry មែនទេទំនុកចិត្តល្ងងខ្លៃរបស់ឯងធ្វើឲ្យខ្ញុំសើចជំនួសឲ្យរឿងទាំងអស់នេះហេតុអ្វីឯងមិនចាប់ផ្ដើមគិតពីរបៀបដែលឯងនឹងសងលុយយកពួកគេចេញទៅអ្នកស្រី Quentin អ្នកស្រី Martin នារីទាំងឡាយយើងបានបណ្ដេញអ្នកមិនពាក់ព័ន្ធទាំងអស់ចេញហើយសូមបង់លុយភ្លាមអ្នកមិនចង់ដឹងទេថាមានអ្វីកើតឡើងចំពោះអ្នកដេញថ្លៃ web ដែលមិនអាចសងលុយបើពួកគេមិនអាចបង់លុយខ្ញុំផ្ទាល់នឹងបង្ហាញផលវិបាកនៃការមិនបង់លុយវានឹងក្លាយជាមេរៀនដែលមិនអាចបំភ្លេចបានបរោះចាស់នេះពាក់ព័ន្ធនឹងឯងយ៉ាងម៉េច
ហេតុអ្វីឯងមកជ្រាប ក្នុងនាមជាម្ចាស់ភាគហ៊ុនធំនៃផ្ទះដេញថ្លៃ Pinnacle អ្នកអាចសម្រេចចិត្តបាន ម្ចាស់ភាគហ៊ុនធំម្ចាស់ភាគហ៊ុនធំ បុរសចាស់ម្នាក់នេះពិតជាម្ចាស់ភាគហ៊ុនធំរបស់ Pinnacle មែនមានពាក្យចាំអារ៉ាមថាផ្ទះដេញថ្លៃ Pinnacle មានម្ចាស់ភាគហ៊ុនធំដ៏មានឥទ្ធិពលគាត់មានឥទ្ធិពលខ្លាំងលើរង្វង់ច្បាប់និងឧក្រិដ្ឋកម្មតើគាត់អាចជា សូមឲ្យខ្ញុំណែនាំខ្លួនខ្ញុំគឺប្រធានក្រុមហ៊ុន Graham Corp Lester Graham អ្នកទាំង3ជាមនុស្សងងខ្លៅណាស់លោក Jagger ខ្ញុំសារភាពថាខ្ញុំទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងថ្ងៃនេះឯងបានបង្កបញ្ហាច្រើនណាស់ឯងបដិសេធមិនបង់លុយហើយបណ្ដេញបុគ្គលិកឯងចេញឯងថែមទាំងព្យាយាមបណ្ដេញ Rain និង Manny ចេញឯងគ្រាន់តែប្រើវិធីខ្លាំងនេះដើម្បីទាញចំណាប់អារម្មណ៍របស់ Manny និង Rain ហើយឲ្យពួកគេអភ័យទោសដល់ឯងមែនទេដរាបណាឯងបង់លុយថ្ងៃនេះខ្ញុំសន្យាខ្ញុំនឹងបញ្ចុះបញ្ចូល Rain និង Manny ឲ្យអភ័យទោសដល់ឯងដឹងទេពួកគេតែងតែស្ដាប់ខ្ញុំតើឯងកំពុងនិយាយថាបើខ្ញុំបង់លុយឯងនឹងអង្វរពួកគេឲ្យអភ័យទោសដល់ខ្ញុំបាទនោះហើយជាអ្វីដែលខ្ញុំមានន័យប្រសិនបើអ្នកដោះស្រាយវិក័យប័ត្រសម្រាប់ពួកយើងឥឡូវនេះខ្ញុំនឹងធានាពួកគេនឹងចាត់ទុកអ្នកដូចពីមុនពួកគេប្រកាសជាអត់ទោសអ្នកអេមកទីនេះខ្ញុំអស់ចិត្តនឹងអ្នកហើយអ្នកមិនអីទេឆេហ៊ានវាខ្ញុំទេខ្ញុំនឹងប្រយុទ្ធជាមួយអ្នកគ្រាន់តែជាអ្នកស៊ីគេទោះបីឆេះមិនបានវាអ្នកក៏ដោយខ្ញុំក៏មិនទុកឲ្យអ្នករួចដែររេង Mandy សង្គ្រោះខ្ញុំសូមសង្គ្រោះខ្ញុំឆេះអ្នកឈួតហើយឬអ្នកដឹងទេថាអ្នកកំពុងធ្វើអ្វីហ៊ានវាកូឌីទេអ្នកមិនដឹងទេរេងនឹងខ្ញុំយកចិត្តទុកដាក់បំផុតចំពោះកូឌីចាប់តាំងពីអ្នកវាគាត់យើងនឹងមិនអត់ទោសអ្នកឡើយតើខ្ញុំធ្លាប់និយាយទេថាខ្ញុំចង់បានការអភ័យទោសរបស់អ្នកតើអ្នកនិយាយអីអ្នករាល់គ្នាដល់ពេលបងប្រាក់ហើយMandy Rain អីចុះលុយវិញយើងមិនអាចបង់វិក័យប័ត្របានទេប្រសិនបើយើងមិនបង់ពួកគេនឹងវាយើងពួកគេនឹងសម្លាប់យើងមែនកូឌីយើងនឹងមិនឲ្យអ្នករងគ្រោះទេត្រូវហើយគាត់គ្រាន់តែវាអ្នកពីព្រោះគាត់ច្រណែនអ្នកប្រសិនបើគាត់មិនស្រឡាញ់យើងយ៉ាងជ្រាលជ្រៅគាត់មិនច្រណែនទេដោយសារគាត់ស្រឡាញ់យើងខ្លាំងគាត់នឹងមិនប្រងើយកន្តើយយើងទេប្រាប់អ្នកវិញឆេះតារាប់ណាអ្នកចេញលុយខ្ញុំសន្យាថា Mandy និងខ្ញុំនឹងឲ្យអ្នកការយកចិត្តទុកដាក់បន្ថែមទៀតអ្នកនឹងសំខាន់ជាងសម្រាប់យើងពិតណាស់អ្នកនឹងមិនដែលលើសកូឌីក្នុងចិត្តយើងទេតារាប់ណាអ្នកប្រព្រឹត្តល្អយើងនឹងឲ្យអ្នកបន្តដេញតាមយើងឥឡូវនេះវាអាស្រ័យលើអ្នកហេតុអ្វីបានជាអ្នកបំបែកឧបករណ៍អានកាតតើអ្នកគិតថាខ្ញុំល្ងងទេជំនួសឲ្យការវាអ្នកខ្ញុំបានជ្រើសរើសបំបែកឧបករណ៍នេះវិញខ្ញុំកំពុងមានចិត្តទូលាយតើអ្នកទើបតែនិយាយអ្វី3នាទីរហូតដល់ថ្ងៃកំណត់ការទូទាត់ឆេះនៅចំណុចនេះតើអ្នកចង់បានអ្វីទៀតកុំភ្លេចរឿងនេះក្តីសុបិនតែមួយគត់របស់អ្នកគឺឲ្យ Mandy និងខ្ញុំនៅជាមួយអ្នកជានិច្ច Mandy និងខ្ញុំអាចចាក់ចេញពីក្រុមហ៊ុនប៉ុណ្ណោះយើងនឹងទៅកន្លែងណាមួយតែអ្នកនឹងមិនដែលរកឃើញយើងឡើយអ្នកនឹងរស់នៅក្នុងការស្ដាយក្រោយអ្នកនឹងមិនដែលរកឃើញយើងទេហើយយើងនឹងមិនដែលអត់ទោសឲ្យអ្នកឡើយនោះជាដំណឹងល្អតើមានរឿងអាក្រក់អ្វីនៅក្នុងរឿងនេះទេនៅសល់1នាទីទៀតឆេះយើងនៅសល់តែ1នាទីទៀតប៉ុណ្ណោះខ្ញុំមិនខ្វល់ទេបើអ្នកចង់សម្ដែងថាគួរឲ្យអាណិតហើយធ្វើពុតថាអ្នកមិនស្រឡាញ់យើងតើអ្នកអាចជ្រើសរើសពេលវេលាល្អជាងនេះបានទេសូមឆេះចំនួនតូចតាចនេះមិនមែនជាអ្វីសម្រាប់អ្នកទេគ្រាន់តែចេញថ្លៃពេលយើងទៅដល់ផ្ទះយើងនឹងបន្តការសម្ដែងយើងនឹងបន្តនៅពេលក្រោយមិនអីទេតពេលហើយក្នុងនាមជាអ្នកដេញថ្លៃ web អ្នកទាំង3មិនបានទូទាត់វិក័យប័ត្រទេទទួលរងនៅផលវិបាកឆេះអ្នកបានហួសបន្ទាត់អ្នកបានទៅឆ្ងាយពេកហើយយើងនឹងមិនដែលអត់ទោសឲ្យអ្នកឡើយអ្នកនឹងមិនវាយស្ត្រីទេមែនទេដូច្នេះបុរសមិនអាចវាយស្ត្រីបានទេប៉ុន្តែស្ត្រីក៏មិនអាចវាយស្ត្រីដែរអ្នកកំពុងធ្វើអ្វីក្មេងអាក្រក់អ្នកបានញុះញង់ខ្ញុំច្រើនដងហើយខ្ញុំលែងអត់ទ្រាំនឹងអ្នកទៀតហើយឥឡូវនេះអ្នកស្ថិតនៅក្រោមការសម្រេចចិត្តរបស់ខ្ញុំលោក Graham អ្នកយល់ខុសហើយប្រសិនបើខ្ញុំដឹងថាអ្នកជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Pinnacle Corp ខ្ញុំមិនដែលធ្វើបែបនេះទេ
Chase ហើយអ្វីអ្នកមិនទុកឲ្យខ្ញុំដោះស្រាយអ្នកអាស្រ័យផលនេះតែតែងតែបង្កបញ្ហាខ្ញុំនឹងត្រូវរំខានអ្នកធ្វើតាមតែអ្នកចង់ទេលោក Graham អាក្មេងអាក្រក់អ្នកហៅខ្ញុំថាបរិសុទ្ធចំណាស់មែនទេលោក Graham ខ្ញុំខុសហើយខ្ញុំដឹងថាខ្ញុំខុសខ្ញុំមិនដឹងថាអ្នកជានរណាអញ្ចឹងទេយឺតពេលហើយវីពូគេកុំវីខ្ញុំ Rain Mandy ជួយខ្ញុំផងអ្នកចង់វាខ្ញុំនឹងបង្ហោះវាតាមអ៊ីនធឺណិតហើយលាតត្រដាងអ្នកទាំងអស់គ្នាលាតត្រដាងចង់លាតត្រដាងខ្លួនឯងហ៎ខ្ញុំមិនដែលលើពីរឿងនោះទេបាទខ្ញុំនឹងថតផ្ទាល់ទូទាំងពិភពលោកឥឡូវនេះនៅទីនោះខ្ញុំមានកាមេរ៉ាគ្រប់ទីកន្លែងខ្ញុំចង់ឲ្យពិភពលោកទាំងមូលឃើញអ្នកដេញថ្លៃ web ដែលបដិសេធមិនបង់ប្រាក់ពិតជាយ៉ាងណាលោក Graham យើងខុសហើយសូមអភ័យទោសដល់យើងកុំថតខ្ញុំ Chase សូមនិយាយជាមួយលោក Graham ជំនួសយើងផងសូមឲ្យគាត់ឈប់ថត Chase និយាយអ្វីមួយមកនេះជាចំនួនរវាងអ្នកលោក Graham និងផ្ទះដេញថ្លៃខ្ញុំមិនអាចជ្រៀតជ្រែកបានទេនាំពួកគេចេញទៅ Chase នេះជាអំណោយពីស្ត្រីនោះអ្នកអាចប្រើវាដើម្បីអបអរក្នុងជីវិតមុនរបស់ខ្ញុំអ្នកបានលេងសើចនឹងស្នេហារបស់ខ្ញុំហើយបំផ្លាញខ្ញុំក្នុងជីវិតនេះខ្ញុំនឹងយកមកវិញនៅអ្វីគ្រប់យ៉ាងដែលអ្នកជំពាក់ខ្ញុំ Chase Jacob កំពុងរីកចម្រើនយ៉ាងឆាប់រហ័សខ្ញុំពិតជាស្គាល់អ្នកគ្រប់គ្រងដ៏ពូកែម្នាក់នាងឆ្លាតហើយភ្លឺស្វាងតើអ្នកចង់ជួបនាងទេលោក Graham អ្នកគឺជាម្ចាស់ភាគហ៊ុនធំនៃ Pinnacle Corp និងជាប្រធានក្រុមហ៊ុន Graham Corpខ្ញុំមានកិត្តិយសដែលអ្នកណែនាំនរណាម្នាក់មកខ្ញុំមកសូមណែនាំកូនស្រីសំណប់របស់ខ្ញុំគឺ Cheryl នេះគឺលោក Jagger ដូច្នេះគឺអ្នកស្រី Graham ដែលបានឲ្យខ្ញុំស្រាសម្ប៉ាញកាលពីយប់មិញរីករាយជួបអ្នករីករាយណាស់ក្នុងពេលដេញថ្លៃកាលពីយប់មិញការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់អ្នកក្នុងការដោះស្រាយរឿងចាស់ពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍នាងពិតជាចាប់អារម្មណ៍មែនពេលយើងទៅដល់ផ្ទះនាងនិយាយអំពីវាពេញមួយយប់ការឬដូច្នេះធ្វើឲ្យខ្ញុំសប្បាយចិត្តប៉ុន្តែក៏ផ្អែមល្វីងបន្តិចដែរប៉ាលោក Jagger ខ្ញុំសង្ឃឹមថាអ្នកមិនខ្វល់ទេប៉ាខ្ញុំគ្រាន់តែនិយាយលេងទេអង្គុយចុះអរគុណកូនស្រីសំណប់របស់ខ្ញុំបានរៀននៅសាលាពាណិជ្ជកម្មនៅបរទេសតាំងពីត្រឡប់មកផ្ទះវិញនាងបានគ្រប់គ្រងអាជីវកម្មស្នូលការធ្វើស្មៀហរណកម្មនិងការពង្រីករបស់ Graham Corp នេះមើលតើអ្នកចាប់អារម្មណ៍ក្នុងការឲ្យ Cheryl ធ្វើការជាមួយអ្នកនៅ Jagger Corp ទេក្នុងរយៈពេល3ឆ្នាំប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើង 37% សូម្បីតែចំណែកទីផ្សារនៅបរទេសក៏បានកើនទ្វេដងដែរលោក Graham អ្នកបានផ្ដល់ឲ្យខ្ញុំនូវឧបករណ៍ដែលមិនអាចកាត់ថ្លៃបានដើម្បីពង្រីកទៅទីផ្សារថ្មីខ្ញុំយល់ព្រមដូច្នេះក៏សម្រេចលើសពីនេះទៀតខ្ញុំសុខចិត្តវិនិយោគរយៈពេលវែងដែលមានទឹកប្រាក់មិនតិចជាង$5,000 លានពី Pinnacle Corp ដើម្បីគាំទ្រការពង្រីករបស់ Jagger Corp សូមចាត់ទុកវាជាអំណោយអាពាហ៍ពិពាហ៍សម្រាប់កូនស្រីខ្ញុំប៉ាលោកប៉ានិយាយរឿងមិនសមហេតុផលទៀតហើយអញ្ចឹងទៅកូនស្រីរបស់ខ្ញុំធំឡើងហើយពេលដែល Cheryl ចាប់ផ្ដើមធ្វើការនៅ Jagger Corp តើអតីតគូស្នេហ៍2នាក់របស់អ្នកនឹងបង្កបញ្ហាដល់នាងទេសួស្តីសូមប្រកាសមួយអគ្គនាយកថ្មីកំពុងចូលរួមក្រុមហ៊ុនយើងហើយផងដែរ Mandy និង Rain ត្រូវបានបណ្តេញចេញចាប់ពីពេលនេះទៅខ្ញុំមិនចង់ឃើញពួកគេនៅក្នុងការិយាល័យទៀតទេអ្នកស្រី Cream សូមស្វាគមន៍អរគុណ Mandy Rain ក្នុងជីវិតនេះខ្ញុំចង់ឲ្យអ្នកដឹងថាបើគ្មានការអនុគ្រោះនិងការគាំទ្ររបស់ខ្ញុំទេឯករាជ្យភាពនិងតម្លៃដែលអ្នកមានមោទនភាពនោះគឺគ្មានន័យអ្វីទេ
Mandy Rain តើឆេះពិតជាបែកគ្នាជាមួយយើងហើយឬតាមពិតគាត់បោះបង់យើងចោលនៅផ្ទះដេញថ្លៃ ត្រឹមត្រូវឆេះថែមទាំងធ្វើឲ្យយើងបញ្ចាំផ្ទះទាំងអស់និងឡានដែលយើងបានពីគាត់ដើម្បីសងបំណុលរបស់យើងមិនអាចទៅរួចកុំភ្លេចឆេះគឺជាឆ្កែចិញ្ចឹមដែលនៅជាប់នឹង Mandy និងខ្ញុំមិនអាចកំចាត់គាត់បានទេឥឡូវនេះឆ្កែចិញ្ចឹមនេះបានរៀនលេងបែបពិបាកយកត្រឹមត្រូវអ្នកនិយាយត្រូវខ្ញុំភ្នាល់ថាវាគ្រាន់តែជាល្បិចថ្មីដើម្បីទាក់ទាញចំណាប់អារម្មណ៍យើងចាំមើលគាត់នឹងមកទីនេះហើយអង្វរសុំការអភ័យទោសពីយើងមុនពេលថ្ងៃនេះចប់ មកទៅ ឯងខ្វាក់ភ្នែកឬមិនស្គាល់ខ្ញុំទេខ្ញុំជាអគ្គនាយកនៃក្រុមហ៊ុនសាខាចេញទៅយើងមានបញ្ជាពីលោកចាគឺអ្នកទាំងអស់គ្នាត្រូវបានបណ្តេញចេញអីយើងត្រូវបានបណ្តេញចេញហើយតើអាចទៅរួចដោយរបៀបណានេះជាលិខិតបញ្ឈប់ការងារវាបញ្ជាក់គ្រប់យ៉ាងប្រាក់សំណងរបស់អ្នកត្រូវបានយកទៅទូទាត់ការខូចខាតដែលអ្នកបង្កឡើងពេលធ្វើការនៅទីនេះនោះមិនអាចទៅរួចទេតើអ្នកដឹងទេថាយើងជាអ្នកណាខ្ញុំអាចឲ្យ Chase បណ្ដេញអ្នកចេញនៅពេលណាក៏បានរួចបញ្ចូលអ្នកទៅក្នុងបញ្ជីខ្មៅយកពួកគេចេញទៅអ្នកមិនអីទេចាំ Randy Rain តើ Chase មានបញ្ហាអីគេហ្នឹងតើគាត់ឈប់ស្រឡាញ់អ្នកទាំងពីរហើយឬខ្ញុំចង់និយាយខ្ញុំយល់ថាគាត់បណ្ដេញខ្ញុំព្រោះគាត់ច្រណែនខ្ញុំប៉ុន្តែធ្វើម៉េចគាត់អាចបណ្ដេញអ្នកពីតំណែងជាអគ្គនាយកហើយអ្នកពីតំណែងជាអគ្គនាយករងក្នុងពេលតែមួយខ្ញុំក៏មិនដឹងដែរបន្ទាប់ពី Chase ភ្ញាក់ឡើងគាត់បានក្លាយជាមនុស្សម្នាក់ទៀតអីទីស្នាក់ការកណ្ដាលបានជួលអគ្គនាយកថ្មីយល់ហើយ Sorry Rain Chase បានជួលអគ្គនាយកថ្មីសម្រាប់ទីស្នាក់ការកណ្ដាលវាច្បាស់ជាអ្នកហើយ Rain អគ្គនាយកថ្មីនៅទីស្នាក់ការកណ្ដាលមិនឆ្ងល់ទេដែលគាត់ដកខ្ញុំពីតំណែងជាអ្នកគ្រប់គ្រងសាខាគាត់កំពុងទុកតំណែងអគ្គនាយកនៅទីស្នាក់ការកណ្ដាលសម្រាប់ខ្ញុំវាជាវិធីរបស់គាត់ដើម្បីសុំទោសនិងយកយើងត្រឡប់មកវិញគាត់ប្រកាសជាសោកស្ដាយខ្លាំងណាស់ដែលបានបោះបង់យើងនៅឯការដេញថ្លៃពិតជាអស្ចារ្យមែន Mandy Rain ខ្ញុំដឹងហើយគ្មានវិធីណាគាត់នឹងចាក់ចេញពីអ្នកទេតោះទៅទីស្នាក់ការកណ្ដាលឥឡូវនេះយើងនឹងឲ្យគាត់មានឱកាសធ្វើអ្វីដែលត្រឹមត្រូវទៅអ្នកស្រី Graham អ្នកទើបតែទទួលការងារហើយបានរៀបចំសំណើនិងរបាយការណ៍ល្អជាច្រើនរួចហើយខ្ញុំមានអារម្មណ៍ថាមានសម្ពាធសូម្បីតែក្នុងនាមជាប្រធានក្រុមហ៊ុនខ្ញុំគ្រាន់តែធ្វើការងាររបស់ខ្ញុំប៉ុណ្ណោះវាជាអ្វីដែលខ្ញុំគួរធ្វើលើសពីនេះទៀតលោក Jaeger អ្នកមិនចាំបាច់ធ្វើជាផ្លូវការពេកទេគ្រាន់តែហៅខ្ញុំថា Cheryl យើងនឹងទៅក្រុមហ៊ុនឥឡូវនេះដើម្បីអ្នកអាចចាប់ផ្ដើមជាផ្លូវការទីស្នាក់ការកណ្ដាលទីបំផុតយើងមកដល់ហើយChase ពិតជាចំណាយអស់ពីខ្លួនមែនគាត់ថែមទាំងដាក់ប៉ាណូស្វាគមន៍ទៀតផងមើលទៅហាក់ដូចជាគាត់ដឹងថាខ្លួនឯងធ្វើខុសធំហើយមុននេះគាត់មិនព្រមឲ្យយើងធ្វើការនៅទីស្នាក់ការកណ្ដាលទេប៉ុន្តែឥឡូវនេះគាត់កំពុងអរេងតំណែងគំដែលទំនេរអស់ជាច្រើនឆ្នាំមើលទៅហាក់ដូចជាគាត់ពិតជាចង់សុំទោសយើងហើយរេងជាមួយនឹងអ្វីទាំងអស់នេះតើគាត់នឹងសុំរៀបការជាមួយអ្នកនៅពេលក្រោយទេនិយាយអីសុបិនទៅចុះចិត្តខ្ញុំមានតែ Cody ពិតមែន Cody អ្នកជាមនុស្សតែម្នាក់ដែលយើងស្រឡាញ់ Chase មិនអាចប្រៀបជាមួយអ្នកបានទេពេលខ្ញុំខ្លាយជា Gem ខ្ញុំនឹងឲ្យអ្នករៀបចំក្រុមហ៊ុនទាំងមូលយើងនឹងជំនួសច្បាប់ដ៏ត្រជាក់ចិត្តនិងគ្មានមេត្តាទាំងអស់របស់ Chase ហើយជំនួសដោយគំនិតដ៏ទន់ភ្លន់របស់ Cody យេបន្ទាប់ពីមួយរយៈខ្ញុំនឹងធ្វើឲ្យ Chase ឲ្យតំណែងរបស់គាត់ទៅ Cody គាត់មិនហ៊ាននិយាយទេយ៉ាងណាមិញ Cody គ្រាន់តែរៀនចប់វិទ្យាល័យប៉ុន្តែនៅតែខ្លាចជាសាស្ត្រាចារ្យភ្ញៀវនៅ Hoge Business Academy ខ្ញុំនឹងមិនធ្វើឲ្យអ្នកទាំងពីរខកចិត្តទេតោះសួស្ដីតើអ្នកមានការណាត់ជួបទេឯងខ្វាក់ភ្នែកឬស្ត្រីរូបនេះគឺជាហ្គេមថ្មីរបស់ក្រុមហ៊ុនហេតុអីនាងត្រូវការណាត់ជួបគឹមស្រីថ្មីកំពុងមកដល់ថ្ងៃនេះតើអាចជាស្ត្រីរូបនេះទេប្រញាប់នាំខ្ញុំទៅការិយាល័យរបស់ខ្ញុំកុំឈរនៅទីនោះអីអូខេសូមអញ្ជើញមកផ្លូវនេះJohn ខ្ញុំបានត្រួតពិនិត្យប្រព័ន្ធពាណិជ្ជកម្មសកលថ្មីរយៈពេល 7-12 ម៉ោងហើយទីបំផុតក៏បានគ្រប់គ្រងបញ្ហានោះលំហូរទិន្នន័យមានស្ថិរភាពសម្រាប់ពេលនេះខ្ញុំនឹងដេកសម្រាប់10នាទី
ដាក់ខ្ញុំឡើងភ្លាមបន្ទាប់ពីនោះយើងមិនអាចធ្វើខុសរឿងនេះទេចំណូលថ្ងៃនេះគឺរាប់ពាន់លានយល់ព្រមលោកកុំបារម្ភអ្នកណាឲ្យហ៊ានដេកលើការងារឯងជាអ្នកណាអីឯងឈួតហើយឯងទេដែលឈួតឯងគិតថាផ្ទះឯងមែនហេតុអីយើងមិនយកក្រែមឲ្យឯងនិងអាំងងូតទឹកឲ្យឯងបានត្រាំផងឯងដាក់កុំព្យូទ័រយូរដែរចុះមានកម្មវិធីសំខាន់កំពុងដំណើរការលើវាឯងគ្រាន់តែជាមនុស្សខ្ជិលម្នាក់តើកម្មវិធីសំខាន់អីទៅឯងឈួតឬនាងគាត់ជាប្រធានក្រុមបច្ចេកវិទ្យា Snow លោក Sanders ធ្វើការយប់ជ្រៅរាល់យប់នោះហើយជាមូលហេតុដែលគាត់សម្រាកបន្តិចនោះមិនមែនជាលេសឲ្យគេដេកក្នុងការិយាល័យទេបើថ្ងៃនេះគាត់ដេកនៅទីនេះចុះបើអ្នកផ្សេងទៀតក៏ចាប់ផ្ដើមធ្វើដូចគាត់ដែរត្រឹមត្រូវបណ្ដេញគាត់ចេញកុំឲ្យផ្លែប៉ោមរលួយមួយផ្លែបំផ្លាញកញ្ចប់ទាំងមូលការរក្សាមនុស្សបែបនេះនឹងបំផ្លាញវប្បធម៌ការងារប៉ុន្តែលោក Jagger ចំណាយប្រាក់យ៉ាងច្រើនដើម្បីជ្រើសរើសលោក Sanders ដូច្នេះបើ Chase ជួគាត់មានបញ្ហាអីតើគាត់ដំណើរការក្រុមហ៊ុនបានល្អឬទោះបីថ្ងៃនេះ Chase នៅទីនេះក៏ដោយគាត់ត្រូវតែមើលខ្ញុំសម្អាតរឿងញ៉ៃញ៉ៃនេះដោយស្ងៀមគាត់មិនហ៊ាននិយាយពីអីទេត្រឹមត្រូវបើគាត់មិនសប្បាយចិត្តនឹងការសម្រេចចិត្តណាមួយរបស់យើងគាត់អាចយកមកវិញតំណែងអគ្គនាយកដ៏អាក្រក់នេះនៅពេលណាក៏បានយើងមិនត្រូវការគាត់តតែសោះតើពីរអ្នកនេះអាចជាកូនសំណប់ចិត្តដ៏ល្បីល្បាញដែលលោកចាយយកស្រឡាញ់រាប់ឆ្នាំឬប៉ុន្តែពួកគេមិនមែនជាកូនសំណប់ចិត្តទេពួកគេជាគ្រោះមហន្តរាយដើរដល់ចាំ Randy Rain បើយើងពិតជាបណ្ដេញគាត់តើយើងមិនហួសហេតុពេកទេតម្លៃការងារបែបនេះមិនត្រឹមត្រូវទេ Sorry ឯងនិយាយត្រូវថាយើងខុសគ្នាពីមូលធននិយមដែលគ្មានឈាមដូច Chase យេត្រឹមត្រូវ Chody ឯងជាមនុស្សល្អដូច្នេះប្រាប់យើងតើយើងគួរធ្វើអីជាមួយមនុស្សដូចគាត់ដើម្បីឲ្យយើងមើលទៅយុត្តិធម៌និងសមរម្យយើងនឹងតាមឯងអញ្ចឹងគាត់ដោយសារគាត់ចូលចិត្តដេកពេលថ្ងៃយើងគួរឲ្យគាត់ទៅសន្តិសុខពេលយប់ដូច្នេះគាត់អាចដេកបានច្រើនតាមចិត្តសម្រាប់តំណែងនាយកផ្នែកទៀតយើងនឹងឲ្យគាត់យកទៅខ្ញុំពិតជាមែនខ្ញុំពិតទេតាមវិធីនោះយើងអាចបំបែកឧបសគ្គថ្នាក់យ៉ាងតឹងរ៉ឹងបានវានឹងផ្ដល់ក្តីសង្ឃឹមដល់អ្នកនៅកម្រិតទាបហើយបញ្ចេញភាពល្អនិងពន្លឺពិតនៃជីវិតអស្ចារ្យមែនអ្នកពូកែណាស់ Cody អ្នកមិនដូចមូលធននិយមខូខើនោះទេ Chase ចិត្តល្អរបស់អ្នកលេចធ្លោនៅក្នុងក្រុមហ៊ុនបែបនេះតែខ្វល់តែពីលុយតើមនុស្សដូចអ្នកអាចក្លាយជាអគ្គនាយកបានយ៉ាងម៉េចខ្ញុំលាឈប់ខ្ញុំទៅជួបលោក Jagger ឥឡូវនេះយើងក៏លាឈប់ដែរចេញទៅបាត់ទៅចាំកុំឈប់អ្នកទាំងអស់គ្នាស្ងប់ស្ងាត់បើអ្នកទាំងអស់គ្នាចាក់ចេញតើអ្នកណានឹងគ្រប់គ្រងគម្រោងរបស់យើងអូមកហេតុអ្វីត្រូវខ្វល់មនុស្សឥតគុណដូចពួកគេល្អជាងនេះទៅទៀតរួចផុតហើយការនិយាយជាមួយ Chase ឬអ្នកណាផ្សេងទៀតមិនអាចជួយបានទេឲ្យពួកគេទាំងអស់គ្នាចាក់ចេញបន្ទាប់មកយើងនឹងមិនជំពាក់ប្រាក់ពីណីទេប៉ុន្តែនារីបើពួកគេទៅទាំងអស់តើអ្នកណានឹងធ្វើការអ្នកមិនបានឬ Cody ទេគ្មានការងារណាខ្ពស់ឬទៀតជាងអ្នកណាទេមនុស្សគ្រប់គ្នាអាចឡើងដល់កម្ពស់បានឲ្យក្រុមសន្តិសុខធ្វើការងារជំនួសពួកគេមកប្រុសមកទីនេះចាប់ពីពេលនេះទៅក្រុមសន្តិសុខនឹងគ្រប់គ្រងក្រុមបច្ចេកទេសសូមឲ្យអ្នកស្រី Martin អាយុយឺនយូរហើយអ្នកស្រី Martin អ្នកល្អបំផុតចាប់ផ្ដើមធ្វើការយើងចប់ហើយកន្លែងនេះត្រូវបញ្ចប់ហើយលោក Jagger សូមត្រឡប់មកវិញឆាប់ក្រុមហ៊ុនរបស់យើងកំពុងដួលរលំមក Cody តោះទៅមើលការិយាល័យអគ្គនាយកបើវាមិនល្អគ្រប់គ្រាន់យើងនឹងធ្វើឲ្យ Chase បោះបង់ការិយាល័យប្រធានរបស់គាត់មិនអីទេតោះទៅ Cheryl អ្នកមិនទាន់ចាប់ផ្ដើមនៅទីនេះទេហើយមានកិច្ចព្រមព្រៀងច្រើនណាស់ហើយឪពុកខ្ញុំទទួលបានកិច្ចព្រមព្រៀងទាំងអស់នេះតាមរយៈការផឹកស៊ីជាមួយមិត្តចាស់របស់គាត់ពួកគេគួរតែកំពុងរង់ចាំនៅបន្ទប់ប្រជុំខាងលើដើម្បីចុះហត្ថលេខានៅពេលដែលអ្វីស្ងប់ស្ងាត់ខ្ញុំនឹងទៅសួរឪពុកអ្នកឲ្យអរគុណគាត់ឪពុកខ្ញុំថាមិនចាំបាច់ទេគាត់គ្រាន់តែចង់ឲ្យអ្នកប្រព្រឹត្តចំពោះខ្ញុំឲ្យល្អជាងនេះតើនោះជាអ្វីមិនអីទេតោះទៅ
សួស្តីអីក្រុមរបស់អ្នកទាំងមូលទើបតែត្រូវគេបណ្តេញចេញស្ងប់ស្ងាត់ខ្ញុំកំពុងទៅសេរីលមានរឿងបន្ទាន់កើតឡើងទៅដោះស្រាយជាមួយថ្នាក់ដឹកនាំដែលមកទស្សនានៅបន្ទប់ប្រជុំ យល់ព្រមទៅចុះកុំបារម្ភឪពុកខ្ញុំកំពុងមកគាំទ្រអ្នកដែរ រ៉េនម៉ង់ឌីមើលគម្រោងពង្រីកពិធីចុះហត្ថលេខា ជាការចុះហត្ថលេខារវាងក្រុមហ៊ុនខ្ញុំជាអគ្គនាយកហើយខ្ញុំមិនដែលឮអំពីរឿងនេះទេសូម្បីតែឆេះក៏ត្រូវប្រយ័ត្នជំហានរបស់គាត់នៅជុំវិញយើងដែរអ្នកណាហ៊ានមើលងាយខ្ញុំមកចុះ លេស្តអ៊ូតថាគាត់នឹងមកដើម្បីគាំទ្រកូនប្រសាររបស់គាត់នាពេលអនាគតប៉ុន្តែមើលគាត់យឺត1នាទីហើយជាថ្ងៃសំខាន់ហើយគាត់នៅតែយឺតតោះរៀបចំកិច្ចសន្យាជាមុនសម្រាប់កូនប្រសាររបស់លេស្តនាពេលអនាគតមើលនោះលេស្តទើបតែផ្ញើសារថាចរាចរណ៍កកស្ទះទាំងស្រុងគាត់នឹងមកដល់ឆាប់នេះគាត់ថាយើងគួរសុំទោសអ្នកជានរណាអ្នកមិនទាំងស្គាល់ខ្ញុំរ៉េនម៉ាទីនហើយអ្នកហ៊ានមកទីនេះដើម្បីចុះកិច្ចព្រមព្រៀងតើអ្នកកំពុងរងចាំអ្វីក្រោកឡើងហើយស្វាគមន៍លោកស្រីម៉ាទីននៅលើនេះ Rain Martin ខ្ញុំមិនដែលឮឈ្មោះរបស់អ្នកទេនៅក្នុង Jaeger Corp នោះជាកិច្ចការផ្ទៃក្នុងរបស់យើងហេតុអីយើងត្រូវប្រាប់អ្នក នាងវ័យក្មេងខ្ញុំមិនខ្វល់ថាអ្នកជានរណានៅ Jaeger Corp ទេមុនពេលអ្នកនិយាយជាមួយយើងអ្នកគួរតែគិតពីឋានៈរបស់អ្នកហើយមួយទៀត Chase ដឹងអំពីភាពក្រអឺតក្រទុំរបស់អ្នកទេ អញ្ចឹងអ្នកស្គាល់ Chase មែនបើអ្នកស្គាល់អ្នកគួរតែដឹងថាយើងជានរណា គួរតែដឹង Chase គ្រាន់តែជាឆ្កែកន្ទុយអកុសលរបស់យើងហើយយើងជាអ្នកដែលគាត់ស្រមៃចង់បម្រើ Chase មិនមែនជាកូនប្រសារដែល Lester ជ្រើសរើសទេហេតុអីពួកឈួតទាំងនេះធ្វើខ្លួនដូចជាម្ចាស់របស់គាត់អីចឹងមានអ្វីមួយមិនប្រក្រតី Lester ពូកែវីតម្លៃមនុស្សណាស់ Chase មិនមែនជាមនុស្សដែលឲ្យមនុស្សទាបមកបញ្ជាគាត់ទេ អញ្ចឹងខ្ញុំមិនខ្វល់ថាហេតុអីអ្នកមកទីនេះទេឥឡូវនេះអ្នកត្រូវសុំទោសអ្នកស្រី Martin បើមិនអញ្ចឹងទេអ្នកមិនបានមួយសេនពី Jaeger Corp ទេ ហ៊ានណាស់អ្នកតើអ្នកដឹងទេថាគម្រោងពីរដែលយើងមានតម្លៃជាង $10,000 លាន $10,000 លានច្រើនមែន អ្នកធ្វើអីគម្រោងពង្រីកអាជីវកម្មខ្ញុំគិតថារឿងនេះមិនសមហេតុផលទេ Sorry តើអ្នកមានន័យយ៉ាងម៉េច Rain Randy គិតមើលក្រុមហ៊ុនយើងធំល្មមហើយបើយើងបន្តពង្រីកតើអាជីវកម្មដូចប៉ុន្មានដែលនឹងត្រូវបិទគប់អស់យើងមិនអាចចូលរួមបានទេក្នុងល្បែងមូលធននិយមដែលកំទេចមនុស្សយើងមិនត្រូវចូលរួមទេ គាត់និយាយត្រូវរែងយើងមិនអាចខ្លាចជាមូលធននិយមឈាមត្រជាក់ដូច Chase ទេយើងត្រូវតែជាអ្នកជំនួញដែលមានសតិសម្បជញ្ញៈ តើអ្នកទាំង3ឈួតហើយឬអ្នកមូលធនឈាមត្រជាក់អ្នកណាប្រាប់អ្នកការពង្រីករបស់យើងនឹងបំផ្លាញជីវិតការពង្រីកសាជីវកម្មបង្កើតការងារកាន់តែច្រើនវាជាការឈ្នះឈ្នះសម្រាប់សង្គមតើអ្នកយល់ទេហេតុអ្វីបានជាមានមនុស្សល្ងីល្ងើដូចអ្នកនៅ Jaeger Corp អ្នកណានឹងជឿលើមនុស្សចាស់ដូចអ្នកយ៉ាងណាក៏ដោយខ្ញុំជាអ្នកសម្រេចចិត្តនៅទីនេះកិច្ចសន្យាទាំងនេះ អ្នក យើងមិនចោះហត្ថលេខាទេ អ្នកល្អណាស់ Rain Mandy អ្នកធ្វើបានត្រឹមត្រូវហើយអ្នកបានសង្គ្រោះក្រុមហ៊ុននេះអ្នកបានបញ្ឈប់វាពីការក្លាយទៅជាមូលធននិយមអាក្រក់សុទ្ធអ្នកទាំងពីរគឺជាព្រះមេស៊ីអ្នកឈួតហើយ3អ្នកនេះគឺជាមនុស្សឈួតប៉ុន្តែកិច្ចសន្យារាប់ពាន់លានដុល្លារទាំងនោះគឺសម្រាប់ប្តីអនាគតរបស់ Cheryl គឺ Chase ប្តីអនាគត Chase ភ្ជាប់ពាក្យហើយអ្នកទាំងពីរក៏ហុកដោយមិនគិត Chase គឺគ្រាន់តែជាឆ្កែចិញ្ចឹមគួរឲ្យអាណិតតែតាមយើងគ្រប់ទីកន្លែងក្តីស្រមៃពេញមួយជីវិតរបស់គាត់គឺចង់រៀបការជាមួយម្នាក់ក្នុងចំណោមពួកយើងតើគាត់អាចភ្ជាប់ពាក្យដោយរបៀបណាអ្នកចាស់ស្ដាប់នេះយើងជាមនុស្សដែល Chase ស្រឡាញ់ជាងគេដើម្បីធ្វើឲ្យយើងសប្បាយចិត្តគាត់បានឲ្យតំណែងខ្ញុំដល់ Rain ចំណែក Cheryl ដែលអ្នកនិយាយនោះនាងមិនមែនជាអ្វីទេអីបុរសលោកស្រី Martin ខ្ញុំនៅទីនេះហេតុអ្វីបានជាអ្នកឲ្យសន្តិសុខបើកភ្នែកហើយមើលដោយប្រុងប្រយ័ត្នគាត់មិនមែនជាសន្តិសុខទេគាត់ជានាយកអាជីវកម្មដែលទើបជួលថ្មីរបស់យើងតែចេះក្បាច់ខ្លះលោកស្រី Martin ខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តទេចាប់ពួកគេបង្រៀនមេឃបោកទាំងពីរនេះគួរឲ្យខឹងអ្នកក្លាហានណាស់
អ្នកកុហក យើងនឹងបង្រៀនអ្នកច្បោកមិនអីទេមិនចាំបាច់រំលឹកខ្ញុំទេខ្ញុំដឹងហើយប៉ាឡើងមកខាងលើខ្ញុំនឹងទៅជម្រាបសួរមិត្តរបស់អ្នកតើអ្នកកំពុងធ្វើអ្វីមកក្រោកឡើង Cheryl អ្នកមកដល់ហើយមនុស្សទាំងនេះបានប្រព្រឹត្តចំពោះយើងយ៉ាងអាក្រក់ពួកគេអះអាងថានាងជាហ្គេមពិតប្រាកដបន្ទាប់មកបានហែកកិច្ចសន្យារបស់យើងហើយថែមទាំងវាយើងទៀតផងតើអ្នកជានរណាតើអ្នកហ៊ានបៀតបៀនគេដោយរបៀបណា Cheryl ដូច្នេះអ្នកគឺជាហ្គេមដែលពួកគេបាននិយាយហើយនាងត្រូវបានគេថាជាគូដណ្ដឹងរបស់ Chase នោះពិតជាគួរឲ្យអស់សំណើចណាស់តើអ្នកមិនមែនជាអ្នកដែលបានដេញថ្លៃនៅក្នុងការដេញថ្លៃទេហើយរំពឹងថា Chase នឹងចំណាយឲ្យអ្នកបើខ្ញុំចាំត្រូវទេគាត់បានបណ្ដេញអ្នកចេញហើយមិនសមហេតុផល Chase គ្រាន់តែលេងធ្វើជាពិបាកគាត់ស្រឡាញ់យើងអស់ពីចិត្តនោះហើយជាមូលហេតុដែលគាត់ប្រើល្បិចថោកទាំងនោះដើម្បីទាញចំណាប់អារម្មណ៍របស់យើងហើយឥឡូវនេះដើម្បីសុំទោសយើងគាត់ថែមទាំងប្រគល់តំណែងហ្គេមឲ្យរែងទៀតផង Chase បានឲ្យវាដល់អ្នកដូច្នេះអ្នកកំពុងនិយាយថាអ្នកដែលបណ្ដេញអ្នកគឺជាអ្នកខ្លែងបន្លំជាហ្គេមត្រឹមត្រូវមកឲ្យខ្ញុំមើលអ្នកណាហ៊ានម្លេះការរក្សាមនុស្សបែបនេះនឹងបំផ្លាញវប្បធម៌ការងារអ្នកទាំងពីរនេះទៀតហើយពួកគេមិនព្រមបាត់ខ្លួនទេខ្ញុំប្រហែលជាមិនទាន់ជាគូដណ្ដឹងរបស់គាត់ទេប៉ុន្តែខ្ញុំ Cheryl Graham ជាហ្គេមថ្មីរបស់ក្រុមហ៊ុន Jaeger អីយ៉ា Chase ឲ្យងារនេះដល់ខ្ញុំដើម្បីសុំការអភ័យទោសពីខ្ញុំដាប់នេះ Chase គឺគ្មានអ្វីក្រៅពីឆ្កែចិញ្ចឹមដ៏គួរឲ្យអាណិតរបស់យើងទេកុំហ៊ាននិយាយអំពីគាត់បែបនេះខ្ញុំមិនត្រឹមតែជេរគាត់ទេប៉ុន្តែខ្ញុំនឹងវាយអ្នកដែរតើអ្នកគិតថាអ្នកជាអ្នកណាដែលព្យាយាមការពារគាត់ស្ដាប់ទៅគាត់មិនត្រឹមតែជាឆ្កែចិញ្ចឹមដ៏គួរឲ្យអាណិតរបស់យើងទេប៉ុន្តែគាត់គ្មានមោទនភាពឬឆ្អឹងខ្នងតតែសោះតើអ្នកដឹងទេថាខ្ញុំជានរណាទោះជាខ្ញុំខ្វល់ទោះយ៉ាងណាក៏ដោយអ្នកមិនមែនជាហ្គេមរបស់ Jaeger Corp ទេហើយអ្នកពិតជាមិនមែនជាគូដណ្ដឹងរបស់ Chase ទេខ្ញុំយល់ហើយអ្នកដូចគ្នានឹងពួកគេអ្នកក៏ជាអ្នកបោកប្រាស់ដែរល្អណាស់អ្នកហែកកិច្ចសន្យារបស់យើងហើយវីយើងឥឡូវនេះអ្នកវី Cheryl ផង Cheryl ឪពុករបស់អ្នកចិត្តមកដល់ហើយអ្នកទាំង3នេះមិនរួចខ្លួនទេបរោះចាស់អ្នកនៅតែនិយាយរអ៊ូទាំខ្ញុំអ្នកគឺជាក្រុមសត្វឪពុកខ្ញុំនិង Chase នឹងមិនមេត្តាអ្នកទេខ្ញុំរវល់ពេកក្នុងការដោះស្រាយជាមួយពួកគេហើយភ្លេចដោះស្រាយជាមួយអ្នក Chase ឪពុករបស់អ្នកជាអ្នកណាឪពុកខ្ញុំគឺជាប្រធានក្រុមហ៊ុន Graham Corp Lester Graham ឪពុកខ្ញុំជាប្រធានក្រុមហ៊ុន Graham Corp Lester Graham ប្រធានក្រុមហ៊ុន Graham Corpម្ចាស់ពាក្យហ៊ុនធំរបស់ Pinnacle Corp គឺ Lester Graham គាត់ស្ទើរតែវាយើងស្លាប់នៅឯការដេញថ្លៃគាត់ជាមនុស្សមានអំណាចខ្លាំងណាស់ថ្ងៃនេះយើងប៉ះកូនស្រីគាត់តើគាត់នឹងកុំបារម្ភពេលឪពុកខ្ញុំនឹង Chase មកដល់អ្នកទាំង3នឹងមិនរួចខ្លួនទេពិតមកទៅ Mandy Rain ហេតុអ្វីបានជាលោក Graham ធ្វើការជាមួយមនុស្សដូច Chase ខ្ញុំគិតថានាងឃើញការប៉ះទង្គិចគ្នារបស់យើងជាមួយលោក Graham នៅឯការដេញថ្លៃដូច្នេះនាងយកឈ្មោះគាត់មកដើម្បីបំផិតបំភ័យយើងអ្នកទាំងអស់គ្នាអ្នកហួសហេតុពេកហើយមានបញ្ហាអីអ្នកគិតថាអ្នកនៅតែអាចរួមគ្នាបោកប្រាស់យើងទៀតថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកថាអ្នកណាជាអ្នកគ្រប់គ្រង Jaeger Corp ចាប់ពួកវាឲ្យជាប់ឈប់ឯងហ៊ានណាស់ឯងទៅចោលពួកគេកិច្ចព្រមព្រៀងរាប់ពាន់លានរបស់អ្នកខ្ញុំនឹងឲ្យអ្នកលេបវាទៅលេបកិច្ចព្រមព្រៀងដ៏អាក្រក់របស់អ្នកទៅហើយឯងដែរកូនស្រីសំណប់របស់ខ្ញុំហៀបនឹងចាប់ផ្ដើមចុះហត្ថលេខាហើយមែនទេទៅឯងធ្វើអីប៉ា
អ្នកមិនអីទេ នាងពិតជាកូនស្រីរបស់លោក Graham មែនយើងខាត់ហើយ Lester យើងត្រូវគេវាយ៉ាងធ្ងន់នៅទីនេះមិនត្រឹមតែគេឲ្យកិច្ចសន្យារបស់យើងទេថែមទាំងឲ្យសន្តិសុខហើយចាត់ទុកយើងទាំងពីរដូចជាថងវឹកហាត់សំខាន់បំផុតគេថែមទាំងទៅរក Cheryl មើលអ្វីដែលគេធ្វើចំពោះយើង លោក Graham វាជាការយល់ច្រឡំទេ អញ្ចឹងទេអ្នកឲ្យកិច្ចសន្យាធំវីដំដៃគូចាស់របស់ខ្ញុំហើយថែមទាំងវីកូនស្រីតែមួយរបស់ខ្ញុំនោះជាការយល់ច្រឡំ លោក Graham អាចសងនាងបានខ្ញុំអាចបងខ្ញុំនឹងចេញថ្លៃកិច្ចសន្យានឹងថ្លៃព្យាបាលខ្ញុំនឹងបងច្រើនដងទៀត ខ្ញុំមិនខ្វះលុយទេ អ្នកកំពុងបំពេញអំណាចនេះគឺ Jaeger Corp មិនមែនផ្ទះដេញថ្លៃងឹតរបស់អ្នកទេអ្នកវាយខ្ញុំហ៊ានវាយខ្ញុំនឹងហើយឆ្មាំអ្នកនឹងទៅគុក អ្នកវីប្រហារកូនស្រីខ្ញុំដូច្នេះខ្ញុំវីអ្នកហើយអ្នកថានោះជាការបំពេញអំណាចល្អណាស់ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកថាការបំពេញអំណាចរបស់ខ្ញុំពិតប្រាកដយ៉ាងណា លោក Graham អ្នក លោក Graham ចាំខ្ញុំមិនបានប៉ះអ្នកណាទេមិនពាក់ព័ន្ធនឹងរឿងនេះទេអញអាប្រុសសំបីតែវីក៏មិនសំដែរមកវីពួកគេឲ្យសន្លប់ទេកុំតើកំពុងរត់ឬបំបាក់ជើងគាត់និងជើងពួកគេផងបណ្ដេញពួកគេចេញពីទីក្រុងទេសូមកុំបំបាក់ជើងខ្ញុំកុំទុកជើងខ្ញុំចោលកុំបំបាក់វា លោក Graham ខ្ញុំអង្វរអ្នកសូមទុកជីវិតពួកយើងដើម្បីលោក Chase លោក Graham ប្រសិនបើលោកធ្វើបែបនេះដាក់ពួកយើង Chase នឹងមិនទុកគាត់នឹងមិនអត់ទោសឲ្យលោកទេ ត្រូវហើយនេះនិយាយត្រូវហើយលោក Graham ស្ត្រីទាំងពីរនាក់នេះជាមនុស្សសំខាន់បំផុតសម្រាប់ Chase លោក Graham តើលោកយកទំនុកចិត្តពីណាមក Chase បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ឲ្យអ្នកចេញទៅលោកចាយឺបបាននិយាយថាប្រសិនបើអ្នកចង់សង្សឹកទៅមុខទៅកុំទប់បាទយល់ហើយនោះគ្រាន់តែ Chase ធ្វើពិបាកគេបានយ៉ាងពួកយើងជាមនុស្សដែលគាត់ស្រឡាញ់ជាងគេគាត់ធ្វើបែបនោះនៅក្នុងការដេញថ្លៃព្រោះគាត់មិនអាចមានពួកយើងបានទេប្រសិនបើអ្នកប្រព្រឹត្តពួកយើងបែបនេះគាត់នឹងមិនអត់ទោសឲ្យអ្នកទេ Chase តើអ្នកបានធ្វើអ្វី Cheryl អ្នកមិនអីទេពួកគេមិនមែនគ្រាន់តែវាយខ្ញុំទេពួកគេក៏វាយមិត្តភក្តិឪពុកខ្ញុំដែលមកចុះកិច្ចសន្យាផងដែរពួកគេថែមទាំងហែកកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារទៀតផងអីឆេ Mandy និងខ្ញុំត្រូវគេគំរាមកំហែងប៉ុន្តែឯងពិតជាព្រួយបារម្ភពីស្រីផ្សេងទៀតលោក Cream លោកទាំងអស់គ្នាអ្វីដែលកើតឡើងថ្ងៃនេះគឺជាកំហុសរបស់ខ្ញុំបានធ្វើឲ្យអ្នកទាំងអស់គ្នាអាម៉ាស់មុខនៅក្នុងក្រុមហ៊ុនខ្ញុំហើយទាញអ្នកចូលក្នុងរឿងអាស្រូវរបស់ខ្ញុំជំពាក់អ្នកទាំងអស់គ្នាការសុំទោសមួយឯនេះឆេះកូនស្រីខ្ញុំរងទុក្ខយ៉ាងខ្លាំងនៅលើទឹកដីរបស់ឯងលោក Green ខ្ញុំយល់ខ្ញុំនឹងធ្វើឲ្យវាត្រឹមត្រូវសម្រាប់អ្នកសម្រាប់ Cheryl សម្រាប់លោកទាំងពីរនេះនិងសម្រាប់អ្នកផ្សេងទៀតទាំងអស់ឆេឯងនិយាយពីអីឯងមើលមិនឃើញទេរ៉េននិងខ្ញុំត្រូវគេវាយស្ត្រីដែលឯងស្រឡាញ់ជាងគេត្រូវគេវាយប្រហារហើយឯងកំពុងព្យាយាមឆ្លើយចំពោះពួកគេនាងដាក់អំពើអ្វីមកលើឯងឆេះឯងឈួតហើយឯងហ៊ានវាយ Mandy នោះគឺជាការបញ្ចេញឯងដោយស្រួលហើយឆេះឯងកុំភ្លេចឯងបានអង្វរអ្នករាល់គ្នាឲ្យខ្ញុំអត់ទោសឯងហើយបន្ទាប់មកធ្វើឲ្យខ្ញុំខ្លាចជាហ្គេមអ្នកណាថាខ្ញុំឲ្យអ្នកធ្វើជាអគ្គនាយកគឺ Cheryl អីគឺនាងមែនចាំលោក Jagger អ្នកច្បាស់ជានាំ Rain មកវិញដើម្បីឲ្យនាងធ្វើជាអគ្គនាយកច្បាស់ណាស់ដំបូងអ្នកបានបណ្ដេញពួកយើងចេញបន្ទាប់មកអ្នកបានជួលអគ្គនាយកថ្មីសម្រាប់ទីស្នាក់ការកណ្ដាលតើនោះមិនមែនដើម្បីឲ្យ Rain អាចយកតំណែងនោះទេហើយពួកយើងនឹងសប្បាយចិត្តតាំងពីដើមមកមានអគ្គនាយកតែម្នាក់គត់ហើយនោះគឺ Cheryl នាងគឺជាអ្នកដែលខ្ញុំបានតែងតាំងប្រសិនបើអ្នកមិនចង់ឲ្យខ្ញុំធ្វើជាអគ្គនាយកទេចុះហេតុអ្វីបានជាអ្នកបណ្ដេញខ្ញុំចេញប្រហែលខ្ញុំបានបណ្ដេញអ្នកទាំងអស់គ្នាចេញព្រោះខ្ញុំពិតជាចង់ឲ្យអ្នកបាត់មែនឯងខ្ញុំបានប្រាប់អ្នកតាំងពីដើមថាខ្ញុំជាអគ្គនាយកថ្មីគ្មានអ្នកណាម្នាក់ជឿខ្ញុំទេផ្ទុយទៅវិញអ្នកបានហួសព្រំដែនហើយក្លាយជាមនុស្សប្រច័ណ្ឌសម្លាញ់កុំខ្វល់ខ្វាយខឹងនឹងមនុស្សតែល្ងងខ្លៅហើយឥតអៀនខ្មាស់បើ Chase
មិនក្រោកឈរការពីអ្នកទេខ្ញុំនឹងគ្មានអ្នកណារួចខ្លួនឡើយប្រុស Chase អ្នកឈួតហើយពួកយើងគឺជាអ្នកដែលអ្នកស្រឡាញ់បំផុតតើអ្នកពិតជានឹងមើលពួកគេធ្វើបាបពួកយើងមែនទេ លោក Graham សូមរងចាំ Chase ខ្ញុំដឹងថាពួកយើងនៅតែសំខាន់សម្រាប់អ្នកនឹងមិនបោះបង់ពួកយើងទេ លោក Graham អ្នកមិនមែនជាមនុស្សតែម្នាក់ដែលចង់សងសឹកទេក៏មានមនុស្សដែលពួកគេបានគៀបសង្កត់និងរុញច្រាន ខ្ញុំដឹងហើយតើមនុស្សល្ងងនិងអាក្រក់ដូចអ្នកអាចធ្វើជាអគ្គនាយកបានយ៉ាងដូចម្ដេចអគ្គនាយកបងប្អូនអើយសម្អាតហើយត្រឡប់ទៅធ្វើការវិញលោក Graham មិនថាវាជាអ្វីទេថ្ងៃនេះខ្ញុំសុខចិត្តចេញខ្ញុំនឹងទូទាត់សងការខូចខាតណាមួយដែលអ្នកបានរងគ្រោះចាប់ពីពេលនេះទៅដរាបណាកូនស្រីខ្ញុំមិនត្រូវរបួសទៀតទេខ្ញុំក៏គ្មានបញ្ហាដែរ Chase តើអ្នកពិតជានឹងមើលគេសម្លុតយើងឬតើអ្នកជាប្រុសមែនទេ Chase បើអ្នកប្រព្រឹត្តចំពោះយើងបែបនេះយើងនឹងចាក់ចេញពីអ្នកជារៀងរហូត យាមបណ្ដេញអ្នកទាំង3ចេញទៅចាប់ពីពេលនេះទៅខ្ញុំមិនចង់ឃើញគេនៅទីនេះទៀតទេ ឈប់អ្នកជាមនុស្សគ្មានបេះដូងបើអ្នកធ្វើបែបនេះអ្នកនឹងបាត់បង់ពួកយើងជារៀងរហូតបើគ្មានពួកយើងជីវិតអ្នកនឹងមានន័យអ្វីសូម្បីតែក្រុមហ៊ុនរបស់អ្នកក៏នឹងដួលរំដែរពិតប្រាកដ Chase បាត់បង់ពួកយើងអ្នកនឹងបាត់បង់ស្នេហានៃជីវិតអ្នកក៏នឹងបំផ្លាញអនាគតរបស់ក្រុមហ៊ុន Jaeger Corp ដែរអ្នកកំពុងបំផ្លាញខ្លួនឯង អញ្ចឹងទេខ្ញុំមិនដឹងថាអ្នកទាំងពីរសំខាន់ម្ល៉េះទេ ប៉ុន្មានឆ្នាំនេះក្រុមហ៊ុនបានរីកចម្រើនបានល្អព្រោះ Cody រក្សាអ្វីឲ្យមានស្ថិរភាពនោះហើយជាមូលហេតុដែលអ្នកអាចនៅជាប្រធានដោយស្រួល អញ្ចឹងបើគ្មានអ្នកនេះដែលទើបតែរៀនចប់វិទ្យាល័យក៏ដូចជាមិនបានទេក្រុមហ៊ុនខ្ញុំនឹងដួលរលំឬ ភាពពូកែរបស់ Cody មិនអាចវាស់ដោយសញ្ញាបត្របានទេអ្នកគ្រាន់តែច្រណែនគាត់នាងនិយាយត្រូវ Chase ការច្រណែនបានធ្វើឲ្យគំនិតអ្នកងឹតហើយដោយសារតែរឿងនោះអ្នកថែមទាំងចង់សម្ព័ន្ធជាមួយអ្នកក្រៅមកវាយប្រហារពួកយើងទៀត ឈួតបណ្ដេញគេចេញ ទុកខ្ញុំចេញឲ្យខ្ញុំទៅ Chase សូមឲ្យខ្ញុំសួរអ្នកមុននេះតើអ្នកបានប្រព្រឹត្តល្អជាមួយពួកគេទេដូចជាល្អពេក នោះជារឿងអតីតកាលហើយខ្ញុំឈួតនៅពេលនោះមិនដែលទៀតថ្ងៃនេះអ្នកបានឆ្លងកាត់ច្រើនខ្ញុំសន្យាថានឹងមិនមានរឿងបែបនេះទៀត Chase អ្វីដែលអ្នកទើបតែនិយាយតើខ្ញុំអាចយកវាជាការសារភាពទៅកាន់ Cheryl លោក Graham ប៉ាតើលោកឪពុកនិយាយអំពីអ្វី ឈប់និយាយអីហេតុអ្វីខ្មាស់អៀនខ្ញុំគិតថានោះជាអ្វីដែលគាត់ចង់និយាយ Chase ពួកយើងពីរនាក់ជាសាក្សីថ្ងៃនេះប្រសិនបើអ្នកហ៊ានធ្វើខុស Cheryl ម្ដងទៀតអ្នកដឹងអ្វីដែលនឹងកើតឡើងចំពោះអ្នកឈប់បំភ័យគាត់ Cheryl ខ្ញុំស្បោះចាប់ពីពេលនេះទៅខ្ញុំនឹងមិនឲ្យអ្នករងគ្រោះទៀតទេក្នុងជីវិតមុនរបស់ខ្ញុំហេតុអ្វីបានជាខ្ញុំធ្លាប់ចូលចិត្តស្ត្រីដែលមិនដឹងគុណទាំងពីរនោះក្នុងជីវិតនេះខ្ញុំនឹងមិនធ្វើខុសដែរទៀតទេនេះពិតជាអស្ចារ្យចាប់ពីពេលនេះទៅនេះនឹងក្លាយជាការិយាល័យថ្មីរបស់ Cody Corp ខ្ញុំជាប្រធានហើយ Mandy ជា CEO Cody នឹងក្លាយជា GM Rain Mandy តើខ្ញុំអាចដោះស្រាយតួនាទី GM បានទេពិតជាអាចអ្នកជាសាស្ត្រាចារ្យឲ្យកិត្តិយសនៅ Hoge Business Academy ហើយ Complex ខ្ញុំធ្លាប់ជានាយកផ្នែកលក់នៅ Jaeger Corp ក្រុមហ៊ុននោះរីកចម្រើនតែដោយសារខ្ញុំត្រឹមត្រូវ Chase រវល់តែធ្វើជាពិបាកនឹងតាក់ដើម្បីតាក់ទាញចំណាប់អារម្មណ៍យើងគាត់មិនដឹងថាយើងជិតស្និទ្ធនឹង Cody រួចហើយមិនយូរទេមុនពេលយើងជំនួស Jaeger Corp ទាំងស្រុងនៅពេលនោះ Chase នឹងឃើញថាតើគួរឲ្យអស់សំណើចប៉ុណ្ណាល្បែងផ្លូវចិត្តរបស់គាត់ល្អពិតជាគូសាក់ណាស់មិនខុសពីកូនប្រសារដែលខ្ញុំជ្រើសទេប៉ាអ្នកតាមដានឃើញ Chase តាំងពីដើមមកមានរឿងអីតើអ្នកមិនចូលចិត្តបរិះល្អឥតខ្ចោះដូចគាត់ទេ
ខ្ញុំចូលចិត្តគាត់ មិនអីទេឈប់ធ្វើជាគូស្នេហ៍នៅមុខខ្ញុំទៅ Cheryl ចេញទៅមួយផ្លែតខ្ញុំត្រូវនិយាយជាមួយ Chase បន្តិច យល់ព្រមប៉ា មកអង្គុយលោក Graham នៅតែហៅខ្ញុំបែបនេះវាឆ្ងាយពេកហើយ Lester ល្អជាងនេះមើលអ្វីដែលខ្ញុំយកមកឲ្យអ្នកព្រឹត្តិការណ៍វិនិយោគហើយវាជាព្រឹត្តិការណ៍វិនិយោគសកលដែលនឹងត្រូវរៀបចំដោយ Jaeger Corp បើខ្ញុំទីត្រូវក្រុមហ៊ុនរបស់អ្នកទើបតែមានបញ្ហាខ្លះមែនទេមែនចាប់តាំងពី Cheryl ចូលរួមក្រុមហ៊ុនខ្ញុំការលក់កើនឡើងយ៉ាងខ្លាំងការពង្រីកទៅអន្តរជាតិជាបញ្ហាប្រឈមបន្ទាប់ជាមួយព្រឹត្តិការណ៍វិនិយោគសកលនេះវាពិតជានឹងជួយក្រុមហ៊ុនខ្ញុំបង្កើនកិត្តិនាមរបស់ខ្លួននៅទូទាំងពិភពលោក ក្រុមហ៊ុន Cody Corp បានបើកដំណើរការបាន3ថ្ងៃហើយហើយអ្វីបានជាគ្មានអតិថិជនតែម្នាក់នោះមិនមែនជារឿងទាំងអស់នោះទេសូម្បីតែអ្នកដែលយើងបានអញ្ជើញតាមទូរស័ព្ទក៏បដិសេធយើងដែរ Rain តើអ្នកមិនបាននិយាយទេថាអ្នកជាអ្នកនៅពីក្រោយការលក់ទាំងអស់របស់ Jaeger Corp ដូច្នេះហេតុអ្វីបានជាស្ងាត់ដូចនេះខ្ញុំក៏មិនដឹងដែរ គ្មានអ្នកណាអាចសង្ស័យជំនាញរបស់ Rain ប៉ុន្តែយើងគ្មានអតិថិជនតែម្នាក់ទេវាច្បាស់ណាស់ថាអ្វីដែលខុសច្បាស់ណាស់លោក Jaeger បានទាញខ្សែអំបោះដោយសម្ងាត់ Chase យេនោះហើយ Chase ប្រកាសជាបានប្រើឥទ្ធិពលរបស់គាត់ដើម្បីបំផ្លាញ Cody Corp គាត់ធ្វើបែបនេះដោយសារគាត់ចង់ឲ្យយើងទទួលស្គាល់ថាវាជាកំហុសរបស់យើង Chase គឺគួរឲ្យស្អប់ខ្ពើមណាស់ខ្ញុំមិនជឿថាគាត់ប្រើល្បិចគួរឲ្យស្អប់បែបនេះដើម្បីធ្វើឲ្យយើងត្រឡប់ទៅវិញសួស្ដី Hey Jaeger Corp កំពុងរៀបចំព្រឹត្តិការណ៍វិនិយោគសកលព្រឹត្តិការណ៍វិនិយោគខ្ញុំយល់ហើយបន្ទាប់ពីអ្វីដែលគាត់បានធ្វើឥឡូវនេះ Chase កំពុងដាក់នុយផ្អែមនៅពីមុខយើងនោះត្រូវតែជារឿងនោះ Mandy Rain លោក Jaeger កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យអ្នកទាំងពីរត្រឡប់ទៅខាងគាត់វិញការរៀបចំព្រឹត្តិការណ៍មិនធានាអ្វីទេទោះបីគាត់ធ្វើបែបនេះយើងនៅតែអាចមិនអត់ទោសឲ្យគាត់សូមស្វាគមន៍យើងត្រូវតែមើលទៅស្អាតបំផុតបើយើងនឹងទៅចូលរួមព្រឹត្តិការណ៍វិនិយោគជាការពិត Cody ទិញនាឡិកាមួយសម្រាប់ខ្លួនឯងដើម្បីបន្ថែមភាពឆើតឆាយតាក់លើកនីរបស់ Chase អរគុណ Rain តោះទៅ Chase ហេតុអ្វីអ្នកមកទីនេះតើវាតាក់ទងនឹងអ្នកយ៉ាងដូចម្ដេចអូមើលអ្នកនេះធ្វើខ្លួនពិបាកចាប់មែនបើអ្នកសួរខ្ញុំគាត់មកទិញអំណោយសម្រាប់យើងជាការសុំទោសតោះទៅនេះនឹងនេះ Jaeger តើអ្នកចង់បានពីនេះទេខ្ញុំចង់បានទាំងអស់លើកលែងតែពីនេះវាសម្រាប់អ្នកពិសេសម្នាក់យល់ហើយពិបាកនឹងជឿថា Chase ទិញរបស់ច្រើនម្លេះដើម្បីសងយើងខ្ញុំឃើញការខិតខំរបស់គាត់ខ្ញុំបានឮថាស្នាដៃរបស់ហាងនេះគឺជាអ្វីដែលគេហៅថា Merit Store ដោយសារ Chase ចង់សងយើងគាត់គួរតែទិញ Merit Store ឲ្យយើង Cody កុំឈរនៅទីនោះជ្រើសនាឡិកាពីរបីសម្រាប់ខ្លួនឯងហើយដាក់លើកនី Chase អរគុណប្រុសអ្នកសុំនឹងទទួលបានតែរបស់ល្អបំផុតទៅចុះអូខេនេះផង Jaeger នេះជាស្នាដៃរបស់យើង Merit Store មានតម្លៃ$800 លានត្រឹមត្រូវវាល្អឥតខ្ចោះ Chase មើលទៅអ្នកមានការយល់ដឹងខ្លះអ្នកទិញវាព្រោះអ្នកដឹងថាយើងនឹងចូលចិត្តវាទោះយ៉ាងណាយើងមិនអាចសន្យាថានឹងត្រឡប់ទៅ Jaeger Corp ទេអ្នកណាថាវាសម្រាប់អ្នកណាថាវាជារបស់អ្នកឆេះតើអ្នកមិនទិញនេះសម្រាប់ពួកយើងទេទាំងនេះសម្រាប់ពួកយើងមែនខ្ញុំមិនបានទិញអ្វីសម្រាប់អ្នកទាំងអស់គ្នាទេហើយហេតុអ្វីខ្ញុំត្រូវឆេះគ្រប់គ្រាន់ហើយ
តើអ្នកមិនទិញរបស់ទាំងនេះដើម្បីធ្វើឲ្យរ៉េននិងខ្ញុំសប្បាយទេ ដូចជាអ្នកសាក់សំដែររ៉េន ម៉ាន់ឌីតើនាឡិកាទាំងនេះមើលទៅល្អលើខ្ញុំទេតើនេះច្រើនពេកទេលោកជាគឺរមិនខ្វល់ទេមែន កូឌីប្រហែលជាអ្នកគួរដាក់នាឡិកាវិញ ដាក់វិញអូតើវាមកពីវាមិនថ្លៃគ្រប់គ្រាន់នោះសមហេតុផលសរុបទាំងអស់វាត្រឹមតែក្រោម$30 លាន មិនមែនទេកូឌីគ្រាន់តែដាក់វិញទៅលោកនាឡិកាទាំងនោះជានាឡិកាកំណត់ចំនួនអ្នកត្រូវតែទិញវាពេលវានៅក្នុងដៃអ្នកហើយតើអ្នកមានគម្រោងបង់ប្រាក់ដោយរបៀបណា បងលុយចាំបន្តិចហើយអ្វីបានជាខ្ញុំត្រូវបងលុយឲ្យពួកគេអូខូឌីពិតជាមនុស្សពិបាកណាស់គាត់គិតថាគាត់មិនចាំបាច់បងលុយប៉ុន្តែប្រសិនបើអ្នកទាំង3មិនបងលុយនាឡិកាទេយើងមិនទុកឲ្យអ្នករួចខ្លួនទេឈប់ទៅ Chase តើអ្នកនឹងលេងធ្វើជាពិបាកបណ្ណាទៀតបើអ្នកនៅតែបន្តធ្វើបែបនេះអ្នកនឹងធ្វើឲ្យ Mandy និងខ្ញុំកាន់តែឆ្ងាយពីអ្នក Chase ប្រញាប់បងលុយនាឡិកាទៅបើមិនអញ្ចឹងទេខ្ញុំនឹងមិនអត់ទោសឲ្យអ្នកទេបាទលោក Jagger វាគ្រាន់តែ$30 លានប៉ុណ្ណោះវាមិនមែនជាអ្វីសម្រាប់អ្នកដូចលោកទេក្នុងករណីនោះខ្ញុំជឿថា Rain និង Mandy ក៏អាចដោះស្រាយវាបានដែរ Chase អ្នកដឹងទេថាយើងបានចំណាយលុយទាំងអស់លើ Cody Code តើអ្នកអាចឲ្យយើងបងលុយនេះដោយរបៀបណាអញ្ចឹងទេតើនោះជារឿងរបស់ខ្ញុំយ៉ាងណាគ្រាន់តែផ្ញើរបស់ទាំងនេះទៅផ្ទះខ្ញុំមនុស្សទាំងនោះមិនមែនជារឿងរបស់ខ្ញុំទេយល់ហើយ Chase ត្រឡប់មកវិញតើអ្នកដឹងទេថាខ្ញុំជានរណាចំពោះ Chase តើអ្នកហ៊ានរារាំងខ្ញុំយ៉ាងណាលោក Jagger បាននិយាយថារឿងរបស់អ្នកមិនតាក់ទងនឹងគាត់ទេអ្នកណាម្នាក់ក៏មិនចាក់ចេញដែររហូតដល់បងលុយរួចខ្ញុំនឹងមិនសួរម្ដងទៀតទេតើអ្នកនឹងបងលុយនាឡិកាទេតើអ្នកទទួលកាត់អន្ទានទេតើវាអាចប្រើបានទេកាត់អន្ទានលោក Jagger ត្រូវការទាំងនេះសម្រាប់សំណើថ្ងៃស្អែកយល់ហើយចេញទៅឥឡូវនេះទៅ Rain Mandy តើ Chase មិនគួរតែធ្វើឲ្យយើងសុខស្រួលថ្ងៃនេះទេគាត់ថែមទាំងរៀបចំព្រឹត្តិការណ៍វិនិយោគសម្រាប់អ្នកទៀតដូច្នេះមានរឿងអីគាត់មិនបានទិញគ្រឿងអលង្ការសម្រាប់អ្នកទាំងពីរទេហើយគាត់ថែមទាំងឲ្យយើងបង់លុយខ្លួនឯងទៀតខ្ញុំក៏មិនដឹងដែរព្រឹត្តិការណ៍វិនិយោគសំណើរៀបការវាច្បាស់ណាស់គាត់នឹងសុំរៀបការជាមួយអ្នកហើយរ៉េងចាំទេនៅរៀននៅមហាវិទ្យាល័យយើងបានធ្វើកិច្ចព្រមព្រៀងជាមួយ Chase បើម្នាក់ក្នុងចំណោមយើងនៅតែនៅ Live ក្រោយពី5ឆ្នាំអ្នកនោះត្រូវតែរៀបការជាមួយគាត់បើយើងទាំងពីរនៅ Live អ្នកត្រូវតែរៀបការជាមួយគាត់ពិតទេខ្ញុំគិតថាយើងពិតជាបានធ្វើកិច្ចព្រមព្រៀងនេះជាមួយគាត់នេះពន្យល់គ្រប់យ៉ាង Chase ធ្វើឲ្យវាមើលទៅដូចជាគាត់កំពុងបំផ្លាញ Cody Code ហើយបដិសេធមិនឲ្យគ្រឿងអលង្ការដល់យើងព្រោះគាត់ចង់សុំរៀបការជាមួយអ្នកក្នុងព្រឹត្តិការណ៍នោះនេះជាវិធីសាស្ត្រដំបូងនឹងការរត់ Rain តើនោះមានន័យថានៅទីបំផុតអ្នកនឹងក្លាយជាម្ចាស់ផ្នែកខ្លះនៃ Jagger Corp Cody កុំបារម្ភទោះបីខ្ញុំក្លាយជាម្ចាស់ផ្នែកខ្លះនៃ Jagger Corp នៅពេលអនាគតក៏ដោយអ្នកនៅតែជាមនុស្សសំខាន់បំផុតសម្រាប់ពួកយើងពេលយើងនៅក្នុងព្រឹត្តិការណ៍ខ្ញុំនឹងផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវទាំងអស់របស់អ្នកហើយឲ្យមនុស្សទាំងនោះទទួលបានអត្ថប្រយោជន៍ពីការងាររបស់អ្នកអញ្ចឹងខ្ញុំដឹងគុណច្រើនណាស់តោះទៅព្រឹត្តិការណ៍វិនិយោគហើយមើលចាក់ភពអាជីវកម្មនាពេលអនាគតរបស់ខ្ញុំខ្ញុំបានឬថ្ងៃនេះលោក Jagger នឹងណែនាំប្រពន្ធរបស់គាត់គេថានាងមានសាវតារឹងមាំប្រសិនបើនាងធ្វើការជាមួយ Chase ពួកគេនឹងធ្វើឲ្យពិភពចំនួនទាំងមូលរញ្ជួយអីនឹងចាំអីទៀតព្រោះឯងដឹងពីអ្នកស្រី Jagger ឯងគួរតែគោរពនាងបន្តិចហើយឲ្យកៅអីទៅនាងអ្នកស្រី Jagger នោះហើយជាខ្ញុំគេថាអ្នកស្រី Jagger មានសាវតារឹងមាំតែខ្ញុំមិនដែលឃើញឯងទេឯងគិតថាឯងជាអ្នកណាហ៊ានសួរខ្ញុំអញ្ចឹងចេញទៅឆ្ងាយអាល្ងង
ឯងមានរឿងអីហ្នឹង ទោះបីអ្នកជាអ្នកស្រីយ៉ាយើក៏មិនចាំបាច់ប្រព្រឹត្តយ៉ាងនេះដែរមានរឿងអីឯងហើយឯងជេស្រៀបចំគ្រប់យ៉ាងហើយអញ្ជើញអ្នកទាំងអស់ដែលឯងឃើញនៅទីនេះដើម្បីផ្គប់ចិត្តពួកយើងតើឯងអាចធ្វើអីបានហេតុអីឯង ល្អ ឲ្យច្បាស់ទៅគ្រប់យ៉ាងដែលឯងឃើញនៅទីនេះគឺរៀបចំសម្រាប់តែខ្ញុំប៉ុណ្ណោះបើឯងមិនពេញចិត្តចេញពីព្រឹត្តិការណ៍វិនិយោគរបស់ពួកយើងទៅឯងមិនត្រូវបានស្វាគមន៍នៅ Jaeger Corp ទេ គ្មានតម្លៃនឹងគួរឲ្យអាណិតណាស់ហេតុអ្វីបានជាពួកគេហ៊ានរៀបចំព្រឹត្តិការណ៍វិនិយោគនៅទីនេះឈួតណាស់ក្រុមហ៊ុន Jaeger ទៅកាន់ឋាននរកទៅ តោះទៅ មកអូខេរេងពាក់កណ្ដាលនៃម្ចាស់អាជីវកម្មបានចាក់ចេញទៅហើយតើយើងឆ្លងកាត់បន្ទាត់ទេ អីខ្ញុំជាតារានៃព្រឹត្តិការណ៍វិនិយោគនេះមនុស្សដែលនៅស្នាក់នៅនឹងខ្លាចជាឆ្កែដើរតាមយើងអ្នកស្រី Martin វាជាកិត្តិយសរបស់យើងដែលបានជួបអ្នកនៅទីនេះយេលោក Jaeger មានសំណាងដែលមានអ្នកនៅក្បែរដំណើរការក្រុមហ៊ុន Jaeger ជាមួយគាត់អ្នកពិតជាចេះនិយាយមែនពេលនិយាយពីអាជីវកម្មវាជាការជ្រើសរើសខាងត្រូវហើយអ្នកទាំងអស់គ្នាបានជ្រើសរើសយ៉ាងឆ្លាតវៃអូខេថ្ងៃនេះអ្នកប្រឹក្សាប្រធានរបស់យើង Cody Mueller នឹងពិនិត្យមើលគម្រោងអាជីវកម្មរបស់អ្នកនិងផ្ដល់ឲ្យអ្នកនូវការណែនាំមួយចំនួន យើងចង់បានដំបូន្មានរបស់អ្នកណាស់លោក Mueller ជាដំបូងតម្លៃលក់រាយរបស់អ្នកខ្ពស់ពេកហើយនេះមិនអំណោយផលដល់ស្ថិរភាពសង្គមទេក្នុងនាមជាសហគ្រាសអាជីវកម្មយើងចង់ធ្វើឲ្យផលិតផលរបស់យើងមានតម្លៃសមរម្យសម្រាប់អតិថិជនគ្រប់រូបចាប់ពីថ្ងៃនេះអ្នកនឹងលក់ផលិតផលរបស់អ្នកក្នុងតម្លៃ 50% នៃថ្លៃដើមប្រសិនបើអ្នកធ្វើដូច្នេះអ្នកនឹងពង្រីកទីផ្សាររបស់អ្នកយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីយេពិតប្រាកដត្រឹមត្រូវណាស់ពាក្យរបស់អ្នកពិតជាបំភ្លឺផ្លូវគិតមែនពិតមែន និយាយល្អណាស់ Cody ជាសាស្ត្រាចារ្យឲ្យគិតយូរនៅសាលាពាណិជ្ជកម្ម Hoger ការយល់ដឹងរបស់គាត់អំពីអាជីវកម្មគឺអស្ចារ្យណាស់ឈប់យើងមានអ្វីជាច្រើនត្រូវធ្វើនៅព្រឹត្តិការណ៍វិនិយោគថ្ងៃនេះរងចាំកុងត្រារបស់អ្នកនៅទីនោះ អាក្រក់ម្នាក់ខ្ញុំនឹងវាយពួកគេប្រសិនបើនាងមិនមែនជាអ្នកស្រី Jaeger មែនហើយនាងពោពេញទៅដោយពាក្យឥតប្រយោជន៍ លោក Larson លោកមកដល់ហើយឆេអ្នកជាអ្នករៀនដែលខ្ញុំពេញចិត្តបំផុតក្រុមហ៊ុន Jaeger កំពុងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងព្រឹត្តិការណ៍វិនិយោគពិតណាស់ខ្ញុំត្រូវតែមកទីនេះអ្នកបានផ្ដល់សិក្ខាសាលាសេដ្ឋកិច្ចទូទាំងប្រទេសហើយអ្នកនៅតែបង្កើតពេលវេលាសម្រាប់ព្រឹត្តិការណ៍របស់ខ្ញុំពិតជាដឹងគុណអ្នកណាស់ពាក្យនេះពិតជាគួរឲ្យអស់សំណើចចេញពីអ្នកមកនិយាយតើអ្នកមិនមែនជាអ្នកដែលបានសុំឲ្យខ្ញុំគាំទ្រអ្នកទេអញ្ចឹងលោក Larson កុំបកស្រាយខ្ញុំល្អអ្វីក៏ដោយសម្រាប់អ្នកឆេខ្ញុំនឹងចេញទៅព្រឹត្តិការណ៍វិនិយោគឥឡូវនេះដើម្បីគាំទ្រនិងជួយអ្នកមិនអីទេអូខេសូមធ្វើដូច្នេះជើងយន្តហោះឪពុកម្ដាយខ្ញុំនឹងមកដល់ឆាប់ខ្ញុំនឹងទៅទទួលពួកគាត់ហើយជួបអ្នកនៅពេលក្រោយអូខេសូមអរគុណជាដំបូងទិន្នន័យគឺសំខាន់ណាស់ប្រសិនបើអ្នកចង់លក់ផលិតផលរបស់អ្នកបន្ថយតម្លៃឲ្យក្រោម 50% នៃតម្លៃលក់រាយអ្នកកំពុងសើចអ្វីពួកអ្នកល្ងីល្ងើពិតប្រាកដ Cody បង្ហាញពួកគេថាអ្នកជានរណានៅថ្ងៃនេះបង្រៀនពួកល្ងីល្ងើទាំងនេះអំពីយុទ្ធសាស្ត្រអាជីវកម្មដ៏ស្មោះត្រង់របស់អ្នកពិតប្រាកដវាជាកិត្តិយសរបស់អ្នកដែលបានមកទីនេះសម្រាប់សុំទ្រព្យថារបស់ Cody គុំអរគុណមិនល្អសរសេរអ្វីគ្រប់យ៉ាងដែលគាត់និយាយហើយកែតម្រូវការអនុវត្តមិនសមរម្យរបស់អ្នក រ៉េនម៉ង់ឌីទុកឲ្យខ្ញុំយើងត្រូវតែបន្ថយតម្លៃឲ្យក្រោម 50% នៃតម្លៃលក់រាយប្រសិនបើយើងចង់ពង្រីកទីផ្សាររបស់យើងយ៉ាងខ្លាំងនេះអស់សំណើចណាស់នេះពិតជាគួរឲ្យអស់សំណើចមិនថាយ៉ាងណាទេអ្នកនឹងខាត់លុយប្រសិនបើអ្នកលក់ក្នុងតម្លៃ 50% នៃថ្លៃដើមអ្នកឯងជានរណាទៅពូចាស់កុំប្រមាថ Cody គួរឲ្យអស់សំណើចល្ងង
លក់ក្នុងតម្លៃ 50% នៃថ្លៃដើមនិងមិនត្រឹមតែបណ្ដាលឲ្យខាតប្រាក់ទេវាជាការបំផ្លាញខ្លួនឯងវាកំពុងជីករណ្ដៅភ្នូខ្លួនឯងយុទ្ធសាស្ត្រធ្វើអត្តឃាតនេះនឹងមិនឆ្លងកាត់ការក្លែងធ្វើអាជីវកម្មមូលដ្ឋានផងវាជាគ្រោះមហន្តរាយដែលរងចាំកើតឡើងអ្វីខឌីចេះដឹងពីគោលការណ៍ធុរកិច្ចហើយគាត់បានសិក្សាក្រមសាស្ត្រាចារ្យឲ្យធុរកិច្ចដ៏ល្បីល្បាញម្នាក់អ្នកឯងគិតថាខ្លួនឯងជានរណាទៅពូចាស់អ្នកគ្មានសិទ្ធិសួរគាត់ទេអ្នកលោក Lawson អ្នកគឺលោក Dean Lawson អ្នកសេដ្ឋកិច្ចដ៏ល្បីល្បាញនិងជាអ្នកបង្កើតនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជាតិពិតជាអ្នកមែនលោក Lawson សៀវភៅរបស់លោកគឺជាព្រះគម្ពីររបស់ខ្ញុំប្រេងពូចាស់នេះហាក់ដូចជាល្បីនឹងខ្ញុំគិតអញ្ចឹងទៅជាអីគិតនាមរបស់គាត់គ្មានតម្លៃអ្វីប្រៀបនឹងទេពកោសល្យរបស់ Cody ទេពូចាស់អើយខ្ញុំមិនខ្វល់ថាអ្នកជានរណាទេ Cody គឺជាទីប្រឹក្សាប្រធានរបស់ Jaeger Corp យុទ្ធសាស្ត្រធុរកិច្ចរបស់គាត់នឹងត្រូវអនុវត្តនៅទូទាំងក្រុមហ៊ុនទស្សនវិជ្ជាធុរកិច្ចដែលហួសសម័យនិងគ្មានន័យរបស់អ្នកគឺគ្មានតម្លៃទាំងស្រុងអ្វីគាត់ជាទីប្រឹក្សាប្រធានរបស់ Jaeger Corp ឬតើ Chase មានរឿងអីហ្នឹងហេតុអ្វីបានជាគាត់ជួលអ្នកទាំងអស់គ្នាខ្ញុំនឹងទូរស័ព្ទទៅគាត់ហើយស្វែងរកគោលនៃរឿងនេះស្ដាប់នេះលោកតា Chase នឹងធ្វើតាមអ្វីដែលខ្ញុំនិយាយយ៉ាងពិតប្រាកដទោះបីគាត់មកដល់ក៏ដោយលោក Lawson ឯងមិនអីទេឯងហ៊ានទះមុខខ្ញុំឯងដឹងទេថាខ្ញុំជាអ្នកណាខ្ញុំជាអ្នកណែនាំរបស់ Chase គាត់អញ្ជើញខ្ញុំមកទីនេះជាភ្ញៀវ web យើងស្គាល់គ្នាជាង10ឆ្នាំហើយអ្នកណែនាំ web ចុះឯងដឹងទេថាខ្ញុំជាអ្នកណាខ្ញុំជាប្រពន្ធអនាគតរបស់ Chase មានន័យថាថ្ងៃណាមួយខ្ញុំនឹងកាន់កាប់ Jaeger Corp អ្វីដែលគាត់មានទាំងអស់សូម្បីតែជីវិតដ៏អន់ថយរបស់ហែងជារបស់ខ្ញុំទាំងអស់អីតើមានរឿងអីជាមួយ Chase ឯងជាមនុស្សស្រីអាក្រក់មានចិត្តគំនិតអាក្រក់តើគាត់ឃើញអ្វីនៅក្នុងខ្លួនឯងឯងចាស់អីឯងនឹងសងគុណនេះឯងជាមនុស្សចាស់គួរឲ្យខ្មាស់អន់ថយឯងអាចជាសាស្ត្រាចារ្យតែយើងនឹងវាយឯងនៅដដែលអួតអាយុជាមួយយើងឯងកំពុងសុំឲ្យគេវាយឯងចាស់អីឲ្យខ្ញុំបញ្ជាក់ឲ្យច្បាស់ Chase រៀបចំព្រឹត្តិការណ៍វិនិយោគនេះដើម្បីសុំទោសខ្ញុំហើយសូមរៀបការជាមួយខ្ញុំ Chase នឹងមិននិយាយអ្វីទេទោះបីខ្ញុំសម្លាប់ឯងនៅទីនេះនឹងឥឡូវក៏ដោយគឺមិនថាវាឯងទេយល់ទេនេះជារឿងមិនសមហេតុផល Chase ជាមនុស្សឆ្លាតនិងប្រយ័ត្នគាត់គិតទៅមុខហេតុអ្វីបានជាគាត់ប្រគល់អនាគតរបស់ Jaeger Corp ឲ្យឯងបើមនុស្សអាក្រក់នឹងមិនប្រយ័ត្នដូចឯងដំណើរការក្រុមហ៊ុនជំនួយនឹងដួលរលំក្នុងពេលឆាប់មិនដែលងើបឡើងវិញទេនៅតែនិយាយរឿងមិនសមហេតុផលទៀតហើយមើលទៅដូចជាការវាយពីរដងមិនគ្រប់គ្រាន់ឲ្យឯងរៀនសូត្រទេ Mandy ឆេះខ្ញុំពុំអាចរងចាំមើលប្រពន្ធអនាគតរបស់អ្នកទេខ្ញុំរងចាំអ្នកឲ្យអ្នកយកប្រពន្ធអស់ប៉ុន្មានឆ្នាំហើយយោពមអូខេម៉ាក់ខ្ញុំនឹងនាំអ្នកទៅព្រឹត្តិការណ៍ឥឡូវនេះខ្ញុំប្រកាសថានាងនិងឪពុកម្ដាយរបស់នាងនឹងមកដល់ឆាប់ឡហេបើកលឿនអ្នកទាំងអស់គ្នាកំពុងធ្វើឈួតហួសហេតុមើលជុំវិញហើយអានស្ថានភាពនេះគឺជាព្រឹត្តិការណ៍វិនិយោគរបស់ Jaeger Corp ហើយខ្ញុំជាប្រពន្ធអនាគតរបស់ឆេះខ្ញុំកាន់សัญลักษณ์ B ទាំងអស់នៅទីនេះហើយគ្មាននរណាអាចប្រឆាំងខ្ញុំបានទេអ្នកកំពុងស្វែងរកបញ្ហាពេលដែលអ្នកប្រឆាំងយើងអ្នកឆេះខ្ញុំចង់និយាយជាមួយឆេះនេះវាហួសហេតុណាស់លោក Lawson ជាអ្នកប្រាជ្ញដ៏ល្បីល្បាញលើពិភពលោកគាត់ជាគំរូរបស់យើងយេមិនថាអ្នកជានរណាទេអ្នកមិនអាចប្រព្រឹត្តចំពោះគាត់បែបនេះបានទេអ្នកមានសេចក្តីថ្លៃថ្នូររបស់អ្នកហើយអ្នកគិតថាខ្លួនឯងល្អគ្រប់រឿងនេះជាព្រឹត្តិការណ៍វិនិយោគរបស់ Jaeger Corp ប្រសិនបើអ្នកមើលងាយក្រុមហ៊ុនយើងនិងលទ្ធផលស្រាវជ្រាវរបស់ Cody កុំឲ្យទ្វារប៉ះអ្នកពេលអ្នកចេញទៅប្រសិនបើអ្នកចេញទៅយើងនឹងគ្មានជំរឿក្រៅពីដាក់អ្នកក្នុងបញ្ជីខ្មៅ Jaeger Corp មានអំណាចខ្លាំងពេកយើងមិនអាចប្រថុយប្រឆាំងពួកគេបានទេប្រសិនបើអ្នកដឹងថាមិនអាចនោះឈប់ឆ្លើយតបនឹងយើងទៅស្ដាប់ទាំងអស់គ្នាប្រសិនបើអ្នកចង់បន្តសហការជាមួយ Jaeger Corp ឡើងមកទីនេះហើយទះមុខពូចាស់នេះបើមិនដូច្នោះទេយើងនឹងធ្វើឲ្យអ្នកលំបាកក្នុងឧស្សាហកម្មនេះជាភាពឆ្កួតណាស់
នេះជាព្រឹត្តិការណ៍វិនិយោគតើនេះคล้ายជាការអាម៉ាស់ជាសាធារណៈដូចម្តេច ត្រឹមត្រូវហើយនេះជាការអាម៉ាស់ជាសាធារណៈរបស់អ្នកឥឡូវនេះអ្នករាល់គ្នានឹងដឹងថានេះជាអ្វីដែលកើតឡើងនៅពេលអ្នកសួរ Cody Rain អ្នកត្រូវតែធ្វើគំរូមួយចេញពីគាត់នោះជារបៀបដែលអ្នកពង្រឹងបន្ថែមឋានៈរបស់អ្នកនៅ Jaeger Corp តើអ្នកបាននិយាយអ្វីដែលលោកស្រី Martin និយាយទេតើខ្ញុំត្រូវរំលឹកអ្នកថាតើផលវិបាកជាអ្វីអ្នកតើពិភពលោកនេះคล้ายទៅជាយ៉ាងណាតើអ្នកឃើញទេឥឡូវនេះអ្នកចាស់ចរាដោយគ្រាន់តែពាក្យមួយខ្ញុំអាចបញ្ជាមនុស្សទាំងនេះឲ្យកំទេចអ្នកដូច្នេះតើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីទទួលស្គាល់តម្លៃនៃការស្រាវជ្រាវរបស់ Cody ឥឡូវនេះបើអ្នកសួរខ្ញុំ Cody គួរតែជំនួសអ្នកជាអ្នកប្រាជ្ញដែលគេហៅថា Rain Mandy នោះគ្រាន់តែជាឋានន្តរស័ក្តិទេវាគ្មានន័យអ្វីទេខ្ញុំធ្លាប់តែយកចិត្តទុកដាក់ចំពោះអ្នកទាំងពីរនេះជាភាពឆ្កួតហើយលទ្ធផលស្រាវជ្រាវរបស់គាត់ត្រូវបានសាងសង់លើការអាងគ្មានមូលដ្ឋានពួកគេគ្មានតម្លៃទាំងស្រុងនៅតែរឹងរូសនិងគ្មានវិបត្តិសារីខ្ញុំនឹងត្រូវបង្រៀនអ្នកមេរៀនមួយបុរសទាំងឡាយចាប់គាត់តើអ្នកកំពុងធ្វើអ្វីអ្នកឈប់ឈប់លោក Lawson អ្នកជានរណាមិនហ៊ានឈប់យើងមិនឲ្យបង្ហាត់បង្រៀនមនុស្សចាស់រំថានេះលោក Lawson អ្នកសុខទេអ្នកជាគ្រូរបស់កូនខ្ញុំហើយគេហ៊ានប្រមាថអ្នកយ៉ាងនេះកុំបារម្ភខ្ញុំនឹងធ្វើឲ្យគេសង្វិញមិនអីទេកូនរបស់អ្នកតើអាចទេថាស្ត្រីនេះជាម្ដាយរបស់ Chase បាននិយាយថាម្ដាយរបស់គាត់បានធ្វើដំណើរពេញមួយរយៈនេះអីចឹងវាពិតមែនChase នឹងដាក់ស្នើសុំរៀបការជាមួយអ្នកក្នុងព្រឹត្តិការណ៍វិនិយោគវាសំស្របដែលគាត់ហៅម្ដាយគាត់មកវិញវាបង្ហាញថាគាត់ឲ្យតម្លៃអ្នកប៉ុណ្ណាមិនអ្នករាល់គ្នាជាអ្នកណាអ្នកកំពុងប្រព្រឹត្តអាក្រក់នៅក្នុងព្រឹត្តិការណ៍វិនិយោគរបស់ Chase ហើយអ្នកថែមទាំងប្រមាថគ្រូរបស់គាត់អ្នកមិនយល់ទេមែនទេខ្ញុំជាគូដណ្ដឹងរបស់ Chase អីអ្នកជាម្ដាយរបស់គាត់មែនទេ Chase បានថែរក្សា Rain និងខ្ញុំតាំងពីគាត់នៅរៀននៅមហាវិទ្យាល័យហើយ Rain នឹងរៀបការជាមួយគាត់អញ្ចឹងប្រាប់ខ្ញុំមកអ្នកចាស់រនថាក្នុងនាមជាប្រពន្ធអនាគតរបស់គាត់តើ Rain មិនអាចបង្ហាត់គាត់ទេChase បាននិយាយគាត់ត្រូវការដោះស្រាយការងារបន្ទាន់មួយចំនួនហើយក៏ចាក់ចេញទៅក្រោយពីនោះតើអាចទៅរួចទេថានាងពិតជាគូដណ្ដឹងរបស់គាត់អ្នកជាភរិយាអនាគតរបស់ Chase ខ្ញុំមិនគិតថារសជាតិរបស់គាត់អាក្រក់ដល់ម្លឹងទេអ្នកគិតបែបនោះព្រោះអ្នកមិនដែលឃើញលោកជីគូកំពុងលុតជង្គង់នៅមុខម៉ង់ឌីនិងរ៉េនតើអ្នកនិយាយអ្វីមាននិយាយជាមួយកូឌីបែបនេះសូមបញ្ជាក់ឲ្យច្បាស់ការរៀបការជាមួយឆេសគឺជាការថយចុះសម្រាប់ខ្ញុំគាត់បានអង្វរសុំឱកាសដើម្បីមើលថែខ្ញុំអស់មួយជីវិតចំណែកកូឌីវិញគាត់ដូចជាបងប្អូនប្រុសរបស់ខ្ញុំនិងម៉ង់ឌីទោះបីខ្ញុំរៀបការជាមួយឆេសក៏ដោយខ្ញុំក៏មិនឲ្យកូឌីត្រូវគេប្រព្រឹត្តមិនល្អដែរតើអ្នកកំពុងនិយាយថាអ្នកនឹងឲ្យកូឌីនៅក្បែរអ្នកសូម្បីតែក្រោយពីរៀបការជាមួយឆេសនោះជារឿងដែលមិនចាំបាច់និយាយកុំភ្លេចទិញកន្លែងសម្រាប់កូឌីផងដូច្នេះគាត់អាចរកម៉ង់ឌីនិងខ្ញុំនៅពេលណាដែលគាត់នឹកយើងរ៉េនខ្ញុំមានសំណាងដែលបានអ្នកតើឆេសអាចមានអារម្មណ៍ចំពោះស្រីដូចអ្នកទាំងពីរខ្ញុំនឹងគោរពអ្នកជាម្ដាយក្មេកប៉ុន្តែអ្នកនឹងគ្មានតម្លៃប្រសិនបើខ្ញុំសម្រេចចិត្តដល់ការគោរពនោះវិញស្រីចាស់អ្នកគួរតែដឹងពីកន្លែងរបស់អ្នកនៅក្នុងគ្រួសារបើអ្នកបង្ខំឆេសឲ្យជ្រើសរើសរវាងខ្ញុំនិងអ្នកនឹងខកចិត្តស្ដាប់ដោយយកចិត្តទុកដាក់ Chase ថែមទាំងប្រើល្បិចថោកទាបទៅជាលេងធ្វើមិនចង់ដើម្បីឲ្យយើងនៅជាមួយគាត់គ្រាន់តែជាអ្នកចាញ់គួរឲ្យអាណិតតែងតែអង្វរឲ្យយើងអត់ទោសគាត់នេះគឺកុំនិយាយពី Chase បែបនោះឈរឲ្យឆ្ងាយពីនាងឯងហ៊ានមែនទេឯងជាស្រីចាស់អីឲ្យខ្ញុំបញ្ជាក់ឲ្យច្បាស់ឈប់ប្រើគំនិតចាស់របស់ឯងដើម្បីយល់ថាស្នេហាគួរដំណើរការយ៉ាងណាសម្រាប់យើង Chase មិនមែនជាកូនជាប់ពាក់ម្ដាយទេហើយខ្ញុំក៏មិនមែនជាស្ត្រីដែលត្រូវវ៉ាន់ថយដើម្បីផ្គប់ចិត្តម្ដាយក្មេកដែរល្អខ្ញុំនឹងទូរស័ព្ទទៅ Chase ហើយប្រាប់គាត់នៅរឿងអាក្រក់ដែលឯងទើបតែប្រាប់ខ្ញុំអញ្ជើញតោះមើលថា Chase នឹងចាប់ដៃជាមួយនរណាម្ដាយរបស់គាត់
ឬប្រពន្ធធានាពេលអនាគតរបស់គាត់ Chase ឯង Mandy ហេតុអ្វីឯងធ្វើបែបនោះរេងវីយូហើយដែល Chase មិនបានជួបបំដាយគាត់បើស្រីចាស់នោះស្រែកយំអស់សង្ឃឹម Chase ដែលគួរឲ្យអាណិតអាចនឹងបត់បែនដូច្នេះឯងមានន័យថាយើងគួរធ្វើឲ្យនាងធ្វើតាមច្បាប់របស់យើងមុនពេល Chase មកដល់នោះនឹងបង្ហាញនាងថានរណាទេដែលមានអំណាចពិតប្រាកដក្នុងគ្រួសារ Jaeger ឯងនិយាយត្រឹមត្រូវវាជាទូរស័ព្ទរបស់អ្នក អាឡូ ឆេមានរឿងអី ម៉ាក់ប្រហែលជានៅទីកន្លែងហើយខ្ញុំឆ្ងល់ថាមានរឿងអីកើតឡើងយើងគួរតែប្រញាប់អ្នកកំពុងធ្វើអីធ្វើឲ្យអ្នកធ្វើតាមច្បាប់របស់ខ្ញុំពិតណាស់អ្នកនឹងដឹងថាអ្នកណាជាអ្នកកាន់អំណាចពិតប្រាកដនៅក្នុងគ្រួសារចាគឺមកទីនេះឈរឲ្យនៅស្ងៀមខ្ញុំជាម៉ាក់របស់ឆេគាត់នឹងធ្វើឲ្យអ្នកទាំងអស់គ្នាសងចំពោះរបៀបដែលអ្នកកំពុងប្រព្រឹត្តចំពោះខ្ញុំអ្នកប្រហែលជាម៉ាក់របស់គាត់តែខ្ញុំជាប្រពន្ធអនាគតរបស់គាត់តើអ្នកគិតថាអ្នកណាសំខាន់ជាងគេចំពោះគាត់ម៉ាក់គាត់ឬប្រពន្ធអនាគតគាត់នេះជាការឈួតហេតុអីឆេចង់រៀបការជាមួយអ្នកមិនដឹងទេថាគាត់យ៉ាងម៉េចពេលដែលគាត់នៅជាមួយយើងគាត់ជាអ្នកចាញ់ដ៏គួរឲ្យអាណិតគាត់ជាការអាម៉ាស់ដាច់ខាតគាត់ថែមទាំងខំប្រឹងយ៉ាងខ្លាំងដោយប្រើល្បិចធ្វើឲ្យគេពិបាកចាប់ដើម្បីធ្វើឲ្យខ្ញុំសប្បាយចិត្តមើលរឿងនេះផងអស់រយៈពេល4ឆ្នាំនៅមហាវិទ្យាល័យឆេះធ្វើអាហារពេលព្រឹកឲ្យយើងរាល់ថ្ងៃហើយយកទៅទុកនៅស្នាក់នៅរបស់យើងឈ្មោះហៅក្រៅរបស់គាត់គឺ Takeout Romo អោព្រះជាម្ចាស់ឆេះហេតុអីអ្នកខ្ជះខ្ជាយសេចក្តីស្រឡាញ់របស់អ្នកទៅលើស្រីដូចពួកគេនៅតែនិយាយអ៊ូខ្ញុំបានបង្ហាញអ្នកទាំងនេះព្រោះខ្ញុំចង់ឲ្យអ្នកដឹងថាតើយើងសំខាន់សម្រាប់ Chase ជាងអ្នកប៉ុណ្ណានេះជារបៀបដែលកូនប្រុសដ៏មានតម្លៃនិងគួរឲ្យស្រឡាញ់របស់អ្នកគួរឲ្យអាណិតនៅពេលណាដែលគាត់នៅក្បែរយើងខ្ញុំមិនដែលទទួលយកអ្នកជាកូនប្រសាស្រីរបស់ខ្ញុំទេបើ Chase ទូចង់រៀបការជាមួយអ្នកខ្ញុំនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ទាំងស្រុងខ្ញុំក៏មិនចង់បានអ្វីផ្សេងដែរខ្ញុំក៏មិនទទួលយកអ្នកជាម្ដាយក្មេករបស់ខ្ញុំដែរ Rain អាពាហ៍ពិពាហ៍គឺនៅចន្លោះមនុស្សពីរនាក់ម្ដាយក្មេកមិនមានសិទ្ធិនិយាយទេបើនិយាយអីអ្នកគ្រាន់តែជាម្ដាយរបស់ Chase ប៉ុណ្ណឹងយេនាងគ្រាន់តែជាម្ដាយរបស់ Chase ប៉ុណ្ណោះអ្នកមិនអាចតើខ្ញុំបានធ្វើអ្វីទើបសមនឹងទទួលរឿងនេះ Chase តើអ្នកយកប្រពន្ធបែបណាមកឲ្យខ្លួនឯងបើអ្នកគឺចង់រៀបការជាមួយនាងខ្ញុំនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកជាផ្លូវការម៉ាក់អ្នកនិយាយអ្វីប្រពន្ធអនាគតរបស់ខ្ញុំនៅទីនេះនាងគឺ Cheryl Graham ជាអ្នកស្នងមរតករបស់គ្រួសារ Graham យាយ Jedy នេះអំពីអ្វីគ្រប់យ៉ាងល្អទេល្អណាស់អស្ចារ្យណាស់ខ្ញុំនៅឯព្រឹត្តិការណ៍វិនិយោគខ្ញុំនឹងរងចាំនៅទីនេះខណៈដែលអ្នកនាំគូស្រករពិតប្រាកដរបស់អ្នកមកទីនេះអូមើលទៅអ្នកណាមានក្លាហានម្ដងទៀតអ្នកផ្ទះខ្ញុំហ៊ានអីឯងណាស្ត្រីចំណាស់មែនខ្ញុំផ្ទះឯងមិនមែនជាប្រពន្ធអនាគតរបស់ Chase ទេឯងគ្រាន់តែជាអ្នកคล้ายគ្មានសុជីវធម៌មិននឹកស្មានថាខ្ញុំជឿឯងថាអីคล้ายឯងថាប្រពន្ធអនាគតរបស់ Chase ជាអ្នកផ្សេងខ្ញុំបានជញ្ជូនឯងដូចមនុស្សល្ងើហើយឯងគ្រាន់តែជាអ្នកបោកប្រាស់កូនឆ្កែហ៊ានលេងសើចនឹងពួកយើងខ្ញុំទ្រាំនឹងអត្តចរិតនឹងមាត់របស់ឯងយូរហើយឯងគិតថាពួកយើងងាយឲ្យគេបោកទេមិនអាចទេគុំស្ដាប់ស្ត្រីចំណាស់នេះ Chase មិនអាចឈប់ស្រឡាញ់ពួកយើងបានទេគាត់ត្រូវនាងគ្រប់គ្រងអស់ច្រើនឆ្នាំហើយមិនអាចថាគាត់ជួបអ្នកផ្សេងមិនដែរគូស្វាមីភរិយារបស់ Chase គឺ Cheryl Graham អ្នកស្នងមរតកគ្រួសារ Graham ឯងគ្រាន់តែជាអ្នកคล้ายគ្មានសុជីវធម៌និងសតិសម្បជញ្ញៈអ្នកណាអ្នកស្នងមរតកគ្រួសារ Graham ត្រឹមត្រូវខ្ញុំចិត្តជឿរឿងឯងហើយតែឯងនិយាយដល់ Cheryl ឥឡូវប្រកាសណាស់ថាឯងគ្រាន់តែកុហក Chase មិនសមនឹង Cheryl តតែសោះ
ក្រុមហ៊ុន Graham គ្រប់គ្រងទីផ្សារវាខ្លាំងជាងក្រុមហ៊ុន Jaeger ទៅទៀត Chase គ្រាន់តែមានទំនាក់ទំនងអាជីវកម្មខ្លះជាមួយលោក Graham ប៉ុណ្ណោះអីតើអ្នកគិតថាលោក Graham ត្រូវរៀបការ Cheryl ជាមួយ Chase ដោយសាររឿងនោះទេច្បាស់ណាស់តើអ្នកដឹងទេថាលោក Graham ជានរណាគាត់មិនអាចប៉ះបានទេហេតុអីគាត់ត្រូវរៀបការកូនស្រីរបស់គាត់ទៅឲ្យអ្នកសម្រាមដូច Chase គាត់នឹងឆ្លាតជាងប្រសិនបើរៀបការនាងឲ្យខ្ញុំវិញយ៉ាងហ្នឹង Cody ពិតជាខ្ពស់ជាង Chase ច្រើនកម្រិតណាស់តើ Chase ពិតជាគ្មានតម្លៃនិងគ្មានសមត្ថភាពក្នុងភ្នែកអ្នកឬពិតណាស់គាត់ជាមនុស្សងាយល្ងើសុទ្ធសាធអ្នកខុសហើយ Chase មិនមែនគ្រាន់តែប៉ុណ្ណឹងទេគាត់ឆ្លាតមានសន្តិភាពនិងយកចិត្តទុកដាក់គាត់មិនមែនដូចអ្វីដែលអ្នកពណ៌នាទេ Cheryl គឺជាគូសម្រុំសម្រាប់ Chase អាចាស់ហ៊ាននិយាយអីខ្ញុំនឹងសម្លាប់អ្នកដោយសាររឿងនេះតើអ្នកហ៊ានវាយខ្ញុំទេតើអ្នកពិតជាគិតថា Chase នឹងរៀបការ Cheryl មែនឬមិនសំខាន់ថាគាត់រៀបការជាមួយនរណាទេតារាបណាអ្នកមិនមែនជាកូនក្រមុំអាយ៉ាយចាស់ខ្ញុំនឹងនិយាយម្ដងទៀតមិនថាយ៉ាងណាទេ Chase នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំជានិច្ចឈប់ Chase ហើយអ្វីបានជាអ្នកនៅទីនេះជាមួយ Cheryl អ្នកទាំងពីរម៉ាក់លោក Lawson អ្នកមិនអីទេអ្នករបួសទេ Chase ប្រសិនបើអ្នកមកយឺតបន្តិចទៀតមនុស្សអាក្រក់ទាំងនេះនឹងសម្លាប់ខ្ញុំហើយធ្វើឲ្យសាកសពខ្ញុំប្រឡាក់ពួកគេក្រអឺតក្រអោងនិងវិកលចរិត Chase ខ្ញុំរីករាយដែលអ្នកនៅទីនេះមើលអ្នកមិនដឹងទេថារឿងអាក្រក់ណាខ្លះដែលមនុស្សក្រអឺតក្រអោងទាំងនេះបានធ្វើនៅក្នុងព្រឹត្តិការណ៍វិនិយោគរបស់អ្នកពួកគេតែកំភ្លៀងលោក Lawson ជេរប្រមាថខ្ញុំហើយព្យាយាមដណ្ដើមការគ្រប់គ្រង Chase អ្នកឈួតហើយឬ Chase ហេតុអីអ្នកហ៊ានធ្វើបែបនេះខ្ញុំមិនជឿទេខ្ញុំបានមេត្តារួចហើយប៉ុន្តែអ្នកគិតថាខ្ញុំជាមនុស្សងាយឲ្យគេបន្លំឬខ្ញុំឲ្យអ្នកកាន់ខ្សែបន្តិចប៉ុន្តែអ្នកមិនដែលរៀនទេ Jedy អ្នកមិនអីទេអ្នកមានអារម្មណ៍យ៉ាងណាអូ Cheryl ខ្ញុំមិនអីទេខ្ញុំសុខសប្បាយទេការឃើញអ្នកបានធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អប្រសើរជាងមុនយ៉ាងខ្លាំងខ្ញុំមិនខ្លាចមនុស្សចម្លែកទាំងនេះទៀតទេល្អណាស់ Chase ហេតុអ្វីបានជាអ្នកមកជាមួយ Cheryl តើអ្នកមិនត្រូវបានគេសន្មតថានឹងស្នើសុំខ្ញុំឬអ្វីដែលផ្ដល់ឲ្យអ្នកនៅគំនិតនោះដំបូងអ្នកធ្វើពើថាកំពុងបោកប្រាស់ Cody Cope ហើយថ្ងៃនេះអ្នករៀបចំព្រឹត្តិការណ៍វិនិយោគមុននេះបន្តិចអ្នកថែមទៅដល់ទិញរបស់នៅហាងគ្រឿងអលង្ការទៀតនេះមិនមែនជាល្បិចរបស់អ្នកទេតែចង់ឲ្យខ្ញុំសុំទោសហើយអង្វរអ្នកអត់ទោស Chase វាពិតជាគួរឲ្យជឿណាស់ Rain អ្នកល្ងងជាងខ្ញុំគិតទៅទៀតខ្ញុំទិញគ្រឿងអលង្ការនោះជាអំណោយភ្ជាប់ពាក្យសម្រាប់ Cheryl វាគ្មានអ្វីពាក់ព័ន្ធនឹងអ្នកទេមិនអាចទេ Cheryl ខ្ញុំដឹងថាឪពុកអ្នកបានបង្ខំអ្នក Chase មិនសមនឹងលិទ្ធស្បែកជើងរបស់គ្រួសារ Graham ទេលោក Graham មិនដែលទទួលយកគាត់ទេគាត់គ្រាន់តែជាអ្នកគ្មានឈ្មោះដែលធ្លាប់ធ្វើជំនួញជាមួយលោក Graham ប៉ុន្មានដងប៉ុណ្ណោះនៅស្ងៀមអ្នកគិតថាឪពុកខ្ញុំបង្ខំខ្ញុំយ៉ាងម៉េច Chase ឆ្លាតហើយទទួលខុសត្រូវគាត់មានភ្នែកមុតស្រួចខាងជំនួញគាត់ក៏ស្មោះត្រង់និងទៀងត្រង់ Chase ប្រសើរជាងពួកកន្លាតដែលលួចស្នាដៃអ្នកអតីហើយនៅអួតអាងទៀតអី Chase គ្រាន់តែជាមនុស្សឥតបានការទេអ្នកទេដែលឥតបានការអ្នកតែងតែថា Chase បោកប្រាស់ក្រុមហ៊ុនថ្មីរបស់អ្នកប៉ុន្តែអ្នកធ្លាប់គិតទេថាខ្វះអតិថិជនគឺជាកំហុសរបស់អ្នកមិនអាចទៅរួចយើងអនុវត្តយុទ្ធសាស្ត្រអាជីវកម្មចុងក្រោយរបស់ Cody គាត់ជាសាស្ត្រាចារ្យឲ្យកិត្តិយសនៅ Hoge Business Academy មាន Cody នៅខាងយើងតើមានអ្វីអាចខុសទៅ Hoge ហេតុអីវាស្ដាប់ទៅច្បាស់ម្ល៉េះចាំបានហើយវាជាឈ្មោះសាលាធ្វើម្ហូប Arcanian ហាអ្នកយកខុសហើយនេះជាការយល់ច្រឡំអីទៅអ្នកគ្រាន់តែជាចុងភៅនៅឱកាតែអ្នកធ្វើដូចគេពូកែណាស់អ្នកថែមទាំងផ្ទះលោកឡាសិនទៀតនេះជាឈួតទេចេញទៅនេះអីឈប់វាខ្ញុំអញ្ចឹងនេះហើយជា Cody ដ៏អស្ចារ្យដែលអ្នកទាំងពីរមានមោទនភាពមែនទេចុងភៅអនម្នាក់ដែលធ្វើការនៅអាល់កា Chase ខ្ញុំសារភាពថា Mandy និងខ្ញុំយកខុសពី Cody ប៉ុន្តែនោះមិនមានន័យថាអ្នកអាចរៀបការជាមួយអ្នកផ្សេងទេខ្ញុំដឹងការពិតអ្នកកំពុងលេងការលំបាកពីដើមមកព្យាយាមឲ្យយើងអង្វរអ្នកឲ្យទទួលយើងវិញខ្ញុំដឹងថាអ្នកពិតជាចង់បានអ្វីអ្នកមិនអាចរំលងយើងបានទេមែនហើយ Chase
ឥឡូវយើងដឹងការពិតហើយអ្នកបានធ្វើអ្វីទាំងអស់នេះព្រោះអ្នកស្រឡាញ់យើងពេកហើយមិនអាចលែងយើងបានចុះរឿងនេះវិញយើងនឹងមានចិត្តទូលាយហើយអភ័យទោសឲ្យអ្នកម្ដងនេះអ្នកអាចជ្រើសរើសយើងម្នាក់ឬសូម្បីតែយើងទាំងពីរឲ្យធ្វើជាកូនក្រមុំរបស់អ្នកយើងអាចមើលថែអ្នកជាមួយគ្នាអ្នកណាហ៊ានលួចប្តីរបស់ Cheryl អ្នកទាំងពីរម្ដងទៀតលោកគ្រីមជាលោកអ្នកហាក់ដូចជាអ្នកមិនទាន់រៀនមេរៀនពីលើកមុនទេនេះហើយជាមូលហេតុដែលអ្នកមកទីនេះថ្ងៃនេះរៀបចំផែនការយកកន្លែងរបស់ Cheryl ធ្វើជាប្រពន្ធរបស់ Chase ទេយើងមិនហ៊ានទេអញ្ចឹងទេហើយអ្នកនៅតែបង្កើតរឿងធំនៅទីនេះខ្ញុំថែមទាំងងឺថាអ្នកទាំងមុខជើឌីវាគ្រាន់តែជាការយល់ច្រឡំអញ្ចឹងទេខ្ញុំសូមឲ្យអ្នកដឹងខ្ញុំបានរៀបចំព្រឹត្តិការណ៍វិនិយោគនេះសម្រាប់ Chase តើអ្នកដឹងទេថាអ្នកបានបំផ្លាញការបញ្ជាទិញប៉ុន្មានរវាង Graham Corp និង Jaeger Corp អ្នកគួរតែសងខ្ញុំថ្ងៃនេះឬអ្នកនិងគាត់អ្នកទាំងអស់គ្នាមិនរួចខ្លួនទេយកគាត់មកទីនេះឥឡូវនេះទេលោកគ្រីមខ្ញុំគ្មានទោសអ្វីទេខ្ញុំមិនពាក់ព័ន្ធនឹងរឿងនេះទេខ្ញុំគ្រាន់តែជាមនុស្សធម្មតាខ្ញុំមិនសមនឹងពេលវេលារបស់លោកទេលោកគ្រីមខ្ញុំយល់ហើយអ្នកមិនអាចសងខ្ញុំបានទេប្រុសធ្វើវាChase មើលភ្នែកខ្ញុំដឹងថាអ្នកនៅតែស្រឡាញ់ខ្ញុំហើយអ្នកនឹងជួយសង្គ្រោះខ្ញុំមែនទេអ្នកទាំងអស់គ្នាសូមនឹងទទួលរឿងនេះអ្នកទាំងអស់គ្នាធ្វើអ្វីដែលអ្នកចង់បានចំពោះពួកគេបាត់យកពងទេផ្លាស់ទីសុំគុំធ្វើវាឲ្យខ្ញុំទៅឈប់ពីយើងCheryl យើងនឹងមិនមានឧបត្តិហេតុបែបនេះទៀតទេគ្មានអ្វីដែលយើងមិនអាចយកឈ្នះបានឡើយដរាបណាយើងនៅជាមួយគ្នាមែនហើយមិនគួរឲ្យជឿអស្ចារ្យណាស់ហេឆេអ្នកទាំងពីរតើអ្នកចង់បានអ្វីឆេអ្នកខុសបើអ្នកគិតថាយើងនឹងអង្វរសុំក្តីមេត្តារបស់អ្នកសុំការអភ័យទោសពីអ្នកហើយនិយាយថាយើងស្ដាយក្រោយវាមិនកើតឡើងទេអ្នកខុសហើយខ្ញុំនឹងចាក់ចេញឥឡូវនេះសេរីលកំពុងរងចាំខ្ញុំ Cody Rain និងខ្ញុំបានបង្កើតក្រុមហ៊ុនថ្មីមួយគាត់ក៏បានសន្យានឹងយើងថានឹងខំប្រឹងរៀនគាត់បានក្លាយជាអ្នកសេដ្ឋកិច្ចពិតប្រាកដម្នាក់ឆាប់យើងនឹងអនុវត្តផែនការសងសឹករបស់យើងយោពមសំណាងល្អដល់អ្នកទាំងអស់គ្នាពាក្យណែនាំមួយកុំទុកចិត្តអ្នកណាម្នាក់ដែលធ្លាប់បញ្ឆោតអ្នកម្ដងហើយអ្នកនៅតែព្យាយាមបំបែកយើងទាំងពីរម៉ងឌីនិងខ្ញុំមិនជឿទេស្ដាប់នេះថ្ងៃណាមួយខ្ញុំនឹងយកអ្វីដែលយើងបានបាត់បង់ទាំងអស់មកវិញត្រឡប់មកវិញមកម៉ងឌីហេតុអ្វីបានជាកណ្ដីក្រុមហ៊ុនអស់នោះជាអ្វីដែលយើងខំសន្សំអស់ជាច្រើនឆ្នាំវាអស់ហើយពិនិត្យមើលប្រវត្តិCodyបានផ្ទេរវាទាំងអស់ចេញឆ្លើយ Cody ឆ្លើយទូរស័ព្ទវាចប់ហើយRain យើងបានបញ្ចាំទ្រព្យសម្បត្តិទាំងអស់របស់យើងប្រើកាតអន្ទានអស់ដែនកំណត់និងខ្ចីប្រាក់ជាច្រើនដើម្បីស្វែងរកលុយនោះទេវាអស់ហើយវាជាសារពី Cody វាត្រូវតែជាការយល់ច្រឡំដ៏ធំ
នៅពេលអ្នកអានសារនេះខ្ញុំនឹងនៅអខារួចហើយអ្នកទាំងពីរប្រហែលជាយល់ហើយមែនទេអ្នកមានប្រយោជន៍សម្រាប់ខ្ញុំតែនៅពេលដែលអ្នកមានកន្លែងនៅក្នុងចិត្តរបស់លោក Jaeger អ្នកទាំងពីរខ្លាយជាគ្មានប្រយោជន៍ពេលគាត់បោះបង់អ្នកខ្ញុំគ្រាន់តែនៅជាមួយអ្នក3ឆ្នាំទៀតដើម្បីយកមកវិញនៅការខាត់បង់ខ្លះលេហើយអ្នកទាំងពីរជាមនុស្សល្ងីល្ងើបំផុតដែលខ្ញុំធ្លាប់ជួបវាចប់ហើយវាចប់អស់ហើយប្រែថាខ្ញុំយល់ខុសទាំងអស់ខ្ញុំបានទៅយកគាត់តាមផ្លូវទៅអាកាសយានដ្ឋាននេះជាលុយទាំងអស់ដែលគាត់លួចទាំងអស់នៅទីនេះ Cody ខ្ញុំនឹងសម្លាប់អ្នកឆេះអ្នកឈ្នះហើយមិនត្រឹមតែអ្នកមានប្រពន្ធស្អាតនិងជីវិតរីករាយទេប៉ុន្តែអ្នកក៏បានបង្ហាញថាខ្ញុំខុសពី Cody តើអ្នកចង់បានអ្វីតើអ្នកចង់ឲ្យខ្ញុំសុំទោសហើយអង្វរសុំការអភ័យទោសពីអ្នកទេមិនមែនតតែសោះប៉ូលីសកំពុងមកដល់ហើយកូឌីនឹងត្រូវចាប់ខ្លួនបងប្អូនអើយចូលរស់នៅដោយស្មោះត្រង់នៅតែស្ងប់ស្ងាត់ហើយអត់ធ្មត់អ្នកប្រហែលជាឈ្នះប៉ុន្តែកុំយល់ច្រឡំខ្ញុំមិនបានចាញ់ទេរ៉េនតើអ្នកនឹងទុកឲ្យកូឌីទៅដោយសេរីទេរ៉េនខ្ញុំដឹងហើយខ្ញុំដឹងថាអ្នកនឹងលើកលែងទោសខ្ញុំរ៉េនខ្ញុំនឹងមិនដែលទទួលស្គាល់ថាខ្ញុំខុសទេខ្ញុំនឹងមិនដែលក្រាបថ្វាយបង្គំនរណាម្នាក់ឡើយសេចក្តីឆ្មើងឆ្មៃរបស់នាងបានជំរុញនាងឲ្យហួសពីដែនកំណត់ប្រហែលជានេះជាអ្វីដែលនាងត្រូវធ្វើដើម្បីមានសេរីភាព